Chim Púcទី31រង្វាន់ក្នុងគ្រាដំបូងនៃក្រុមហ៊ុន Daewoo ខ្ញុំបានទទួលរង្វាន់យ៉ាងច្រើនដែលសុទ្ធសឹងជានិមិត្តរូបនៃការទទួលស្គាល់លើផ្ទៃសង្គមបើរង្វាន់មានលក្ខណៈជាការសរសើររង្វាន់មានសន្តានដូចជាការឃុំឃាំងមួយដែរដោយសារតែរង្វាន់នឹងកិត្តិនាមរបស់អ្នកក្នុងឋានៈជាមនុស្សជោគជ័យហើយពីព្រោះតែអ្នកត្រូវបង្ហាញសមត្ថភាពរបស់អ្នកជាមនុស្សជោគជ័យលុះនៅពេលណាដែលអ្នកបានទទួលរង្វាន់រួចហើយអ្នកគ្មានការជ្រើសរើសអ្វីផ្សេងទៀតក្រៅពីខិតខំធ្វើកិច្ចការរបស់អ្នករឹតរឹងតែខ្លាំងទៅទៀតគឺជាការប្រៀបរបៀបនេះហើយគឺដោយរបៀបនេះហើយដែលខ្ញុំបានប្រព្រឹត្តមកទល់នឹងពេលនេះពីព្រោះខ្ញុំមិនចង់ក្បត់ការទុកចិត្តដែលសង្គមជាតិមានមកលើរូបខ្ញុំបានខំប្រឹងធ្វើកិច្ចការបន្ថែមទ្វេខ្លាំងឡើងហើយក្រុមហ៊ុន Daewoo ក្នុងគ្រាបច្ចុប្បន្ននេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងនេះដោយសារការពិសោធន៍របស់ខ្ញុំមានជំនឿថានៅពេលណាអ្នកបានទទួលរង្វាន់រឹតតែច្រើននោះរឹតជាការប្រសើរឡើងពីព្រោះរង្វាន់រុញច្រានអ្នកឲ្យរឹតរឹងតែខ្ពស់ឡើងប្រជាជនកូរ៉េមិនចូលចិត្តទះដៃអបអរសាទរឬក៏មានការសរសើរឬក៏ផ្ដល់រង្វាន់លាភីទេឧទាហរណ៍នៅពេលណាខ្ញុំទៅកាន់សហរដ្ឋអាមេរិកឬក៏ទ្វីបអឺរ៉ុបដើម្បីថ្លែងសន្ទរកថាខ្ញុំទទួលការទះដៃអបអរសាទរព្រមទាំងមានការចាប់ដៃសរសើរយ៉ាងច្រើនសន្ធឹកជួនកាលការចាប់ដៃសរសើរមានរយៈពេលវែងស្មើនឹងពេលដែលខ្ញុំបានថ្លែងសន្ទរកថាហើយមានពេលខ្លះទៀតខ្ញុំបានទទួលលិខិតអំពីសំណាក់ជនដែលកោតសរសើរតែបើថ្លែងសន្ទរកថាដដែលនេះក្នុងប្រទេសកូរ៉េខ្ញុំគ្មានឃើញប្រតិកម្មដូចនេះឡើយនៅពេលណាខ្ញុំថ្លែងសន្ទរកថានៅបរទេសខ្ញុំបានទទួលការទះដៃដូចនេះពីព្រោះខ្ញុំបានពោលអ្វីជាសំខាន់ស្មើនឹងសន្ទរកថារបស់លោកអាប់រ៉ាហាំលីនខុនតែមកពីជនបរទេសនៅក្នុងបរិយាកាសសង្គមមួយដែលអនុញ្ញាតឲ្យស្គាល់គុណសម្បត្តិនិងទះដៃអបអរដល់ជនដទៃតែនៅក្នុងប្រទេសកូរ៉េគេមិនជួបប្រទះនឹងអាកប្បកិរិយារបៀបនេះទេមនុស្សទាំងអស់មានការសប្បាយរីករាយនៅពេលណាគេបានទទួលរង្វាន់បើទោះបីជាមានចំនួនបន្តិចបន្តួចក៏ដោយហើយជាធម្មតាទេគេចូលចិត្តការសរសើរគេចូលចិត្តឬការសរសើរការពេញចិត្តដែលគេមានបន្ទាប់ពីបានទទួលរង្វាន់លាភីមកជាកត្តាជំរុញដែលទទួលរង្វាន់នោះឲ្យរឹតរឹងតែខិតខំខ្លាំងឡើងទៅទៀតខ្ញុំសូមបញ្ជាក់ម្ដងទៀតថាអ្នកមិនត្រូវក្បត់ការទុកចិត្តដែលគេមានមកលើរូបអ្នកឡើយអ្នកអាចនឹងប្រែប្រួលជីវិតនៃជនណាម្នាក់ដោយអ្នកផ្ដល់រង្វាន់មួយដល់ជននោះទោះបីក្នុងគោលដៅអប់រំក្តីឬក៏ក្នុងវិស័យផ្សេងទៀតក្តីតែខ្ញុំយល់ថាយើងត្រូវផ្ដល់រង្វាន់លាភីឲ្យច្រើនសន្ធឹកសន្ធាប់ពីព្រោះយើងត្រូវធ្វើឲ្យគេយល់អំពីសារៈសំខាន់នៃកេរ្តិ៍ឈ្មោះល្បីការពេញចិត្តដែលមានមកអំពីការទទួលស្គាល់ពីសំណាក់សង្គមជាតិហើយនឹងកិត្តិនាមដែលមានស្របជាមួយជាកត្តាជំរុញឲ្យបុគ្គលនោះបន្តការខិតខំខ្នះខ្នែងរបស់ខ្លួនឆ្ពោះទៅរកជីវភាពមួយយ៉ាងថ្លៃថ្នូរបើអ្នកមានការសង្ស័យក្នុងរឿងនេះហើយបើអ្នកត្រូវឲ្យគេបញ្ជាក់ដល់អ្នកខ្ញុំនឹងមានការរីករាយនឹងធ្វើឡើងចំពោះអ្នកជំពូកទី32គ្មានអ្នកណាបរិភោគផ្ទាល់ដីទេបុគ្គលម្នាក់និងវត្ថុនីមួយមានទីកន្លែងមួយប្រចាំខ្លួនស្រាប់នៅក្នុងឆាកជីវិតរបៀបរៀបរយនិងសន្តិភាពនឹងអាចមានឡើងនៅពេលណាដែលអ្វីទាំងអស់គឺស្ថិតនៅលើកន្លែងរបស់ខ្លួនដែលត្រូវស្ថិតនៅកាលណាអ្វីមិនស្ថិតនៅលើទីកន្លែងរបស់ខ្លួនទេនោះភាពច្របូកច្របល់និងភាពវឹកវរនឹងកើតមានឡើងចូលអ្នករំពឹងគិតមើលតើអ្នកមានភិនភាគយ៉ាងណាទៅបើសិនជាភ្នែករបស់អ្នកនៅត្រង់កន្លែងច្រមុះរបស់អ្នកត្រៀកត្រចៀករបស់អ្នកមកនៅត្រង់កន្លែងមាត់របស់អ្នកហើយមាត់របស់អ្នកនៅជំនួសភ្នែករបស់អ្នកវិញ
ភ្នែករបស់អ្នកស្ថិតនៅលើទីកន្លែងរបស់ខ្លួនពីព្រោះភ្នែកត្រូវតែនៅចំកន្លែងហ្នឹងយ៉ាងណាមិញច្រមុះនិងមាត់របស់អ្នកក៏មានលក្ខណៈដូចនេះដែរជាធម្មតាទេហេតុដែលគ្រឿងរាងកាយត្រូវមានសភាពស្របជាមួយនឹងគ្នាទៅវិញទៅមកហេតុដូច្នេះហើយសន្តិភាពសមរម្យនិងរបៀបរៀបរយនឹងអាចមានឡើងនៅពេលណាដែលវត្ថុនីមួយៗស្ថិតនៅលើទីកន្លែងរបស់ខ្លួនជាការសំខាន់ណាស់ហេតុដែលយើងត្រូវមានម្ហូបអាហារពីព្រោះយើងត្រូវការបរិភោគឧទាហរណ៍គេត្រូវមានបាយក្នុងចានសិនមុននឹងបរិភោគបាយនោះបានគ្មានជនណាបរិភោគបាយធ្លាក់លើដីទេពីព្រោះកាលណាបាយនោះធ្លាក់ប៉ះនឹងដីបាយនោះក៏ក្រហ្វក់ពុំអាចបរិភោគបានឡើយបាយដែលគេបរិភោគក្នុងចានคล้ายទៅជាថាមពលសម្រាប់មនុស្សលោកតែបាយដែលធ្លាក់លើដីត្រូវចាត់ទុកជាមួយនឹងសម្រាមដូច្នេះហើយអ្វីត្រូវប្រចាំនៅលើទីកន្លែងរបស់ខ្លួនបើមិនដូច្នោះទេគឺនឹងមានការច្របូកច្របល់បញ្ហានឹងកើតឡើងនៅពេលណាដែលអ្នកមិនគោរពសណ្ដាប់ធ្នាប់ដោយវិចារណញ្ញាណនិស្សិតត្រូវមានឋានៈជានិស្សិតមាតាបិតាក្នុងឋានៈជាមាតាបិតាគូស្វាមីភរិយាក្នុងឋានៈជាគូស្វាមីភរិយាកម្មករក្នុងឋានៈជាកម្មករសហគ្រិនក្នុងឋានៈជាសហគ្រិនបញ្ហាសង្គមកើតចេញមកនៅពេលណាដែលជនទាំងអស់នេះមិនគោរពមុខងាររបស់ខ្លួននៅក្នុងឆ្នាំ1988យើងបានធ្វើការផ្សព្វផ្សាយទូទៅទាំងប្រទេសក្នុងឱកាសចូលឆ្នាំថ្មីដោយបានចុះអត្ថបទមួយរបស់ក្រុមហ៊ុន Daewoo ដែលបញ្ជាក់អំពីសារៈសំខាន់នៃការត្រឡប់ទៅកាន់ទីកន្លែងរបស់ខ្លួនវិញហើយដែលមានអត្ថន័យដូចតទៅនៅឱកាសចូលឆ្នាំថ្មីយើងទាំងអស់គ្នាត្រូវស្ថិតនៅក្នុងលក្ខណៈរបស់យើងជាមនុស្សពេញវ័យគូស្វាមីភរិយាមនុស្សចំណាស់យុវជនកម្មករសាស្ត្រាចារ្យជនដែលប្រកបផលរបរបានចំណេញជនដែលមានភារៈចាយវាយទៅវិញពីព្រោះយើងដឹងថាមនុស្សម្នាក់មានទីកន្លែងមួយប្រចាំខ្លួនក្នុងសកលលោកហើយទីកន្លែងនោះសមត្រូវនឹងលក្ខណៈរបស់យើងម្នាក់បើសិនជាយើងយល់លក្ខណៈទីកន្លែងរបស់យើងហើយនោះយើងនឹងមានជីវិតពេញដោយវិចារណញ្ញាណហើយបើយើងទៅជាប្រជារាស្ត្រកូរ៉េដែលមានវិចារណញ្ញាណនិងជាពលរដ្ឋសកលលោកដែលគួរឲ្យគោរពនយោបាយរបស់យើងអំពីបញ្ហាបុគ្គលិកគឺការរៀបចំមនុស្សម្នាក់ឲ្យស្ថិតនៅលើទីកន្លែងរបស់ខ្លួនពីព្រោះជាការចាំបាច់ដើម្បីធ្វើឲ្យក្រុមហ៊ុនមានដំណើរការស្រួលគ្មានរអាក់រអួលមនុស្សទាំងអស់មានទីកន្លែងត្រូវតម្រូវទៅតាមសមត្ថកិច្ចនិងសមត្ថភាពរបស់ខ្លួនដូច្នេះហើយមិនមែនជាការធម្មតាទេនៅក្នុងក្រុមហ៊ុនយើងដែលតម្លើងបនស័ក2ដងត្រួតគ្នាតែដោយសារសមត្ថភាពខុសគ្នាមានជនខ្លះបានឡើងបនស័កឆាប់រហ័សជាងជនឯទៀតក្នុងផ្ទៃសហគ្រាសការដាក់ជនដែលមានគុណសម្បត្តិគ្រប់គ្រាន់ទៅលើទីកន្លែងដែលមានលំនាំត្រូវគឺជាករណីយកិច្ចយ៉ាងសំខាន់បំផុតនៃក្រសួងបុគ្គលិកដោយហេតុនេះហើយកាលពីប្រមាណឆ្នាំមុននេះខ្ញុំបានជ្រើសរើសដោយខ្លួនខ្ញុំផ្ទាល់នាយកក្រសួងបុគ្គលិកតែក្នុងគ្រាបច្ចុប្បន្ននេះដោយសារប្រធានទាំងអស់នៃសហគ្រាសបានស្គាល់នយោបាយរបស់ខ្ញុំបានទុកភារៈនេះឲ្យគេចាត់ចែងទៅចោលទំនុកចម្រៀងប្រជាប្រិយមួយបានច្រៀងថាវិលកៅអីវិលហើយកៅអីជារបស់ជនដែលអង្គុយលើតែនេះមិនមែនជាកៅអីការពិតទេពីព្រោះកៅអីនីមួយមានម្ចាស់វាហើយជារបស់នៃជនណាម្នាក់ដែលអង្គុយពីលើដើម្បីបំពេញមុខងារដែលតម្រូវទៅជាមួយនឹងកៅអីនោះបញ្ហានឹងចោទមានឡើងនៅពេលណាដែលមានជនណាម្នាក់ដែលគ្មានគុណសម្បត្តិគ្រប់គ្រាន់ទៅអង្គុយលើកៅអីនោះហើយមិនបំពេញកិច្ចការឬក៏ធ្វើកិច្ចការដែលគ្មានប្រសិទ្ធភាពមនុស្សម្នាក់មានកៅអីមួយសម្រាប់ខ្លួនសមទៅតាមសមត្ថភាពរបស់ខ្លួនហើយដូច្នេះទៅក្រុមហ៊ុននឹងមានសមត្ថភាពស្រួលល្អគ្មានកំហុសអ្នក
អ្នកអាចនឹងយល់បានយ៉ាងងាយស្រួលហើយដូចម្តេចបានជាខ្ញុំនិយាយអំពីរឿងកីឡាករចោលបាល់របស់អាមេរិកកាំងក្រុមនីមួយៗមានកីឡាករម្នាក់សម្រាប់ចោលបាល់កីឡាករម្នាក់សម្រាប់ចាប់បាល់និងកីឡាករផ្សេងទៀតនៅខាងក្នុងទីលេងហើយកីឡាករខ្លះទៀតនៅខាងក្រៅទីលេងកីឡាករម្នាក់មានកន្លែងរបស់ខ្លួនព្រមទាំងមានការទទួលខុសត្រូវស្របទៅតាមទីកន្លែងនោះក្រុមបាល់ទាត់ចោលពុំអាចក្រុមកីឡាបាល់ចោលពុំអាចលេងល្អទេបើសិនជាកីឡាករនៅខាងស្ដាំរត់ចោលទីកន្លែងរបស់ខ្លួនហើយទៅលេងជំនួសកីឡាករម្នាក់ទៀតដែលមានភារៈបញ្ឈប់គូប្រជែងហើយកីឡាករទី3ដែលមានមុខងារជាអ្នកយាមទីទៅដើរតួជំនួសកីឡាករចោលបាល់វិញក្នុងកីឡាបាល់ចោលនេះគ្មានទីកន្លែងល្អឬក៏អាក្រក់ទេហើយក៏គ្មានទីកន្លែងណាមួយដែលមានសារៈសំខាន់ជាងទីកន្លែងមួយទៀតទេកីឡាករដែលមានភារៈបញ្ឈប់គូប្រជែងមានប្រសិទ្ធភាពកាលណាលេងលើទីកន្លែងខ្លួនបញ្ហានេះក៏មានដូចគ្នាចំពោះកីឡាករឯទៀតដែរក្រុមកីឡាករទាំងមូលមានសកម្មភាពល្អកាលណាកីឡាករម្នាក់ស្ថិតនៅលើទីកន្លែងរបស់ខ្លួនជាសារៈសំខាន់ណាស់ហេតុដែលកីឡាករម្នាក់ឲ្យតម្លៃទៅលើមុខងាររបស់ខ្លួនទោះបីក្នុងក្រុមល្បែងកីឡាចោលបាល់ឬក៏ក្នុងឆាកជីវិតដូចគ្នានឹងកីឡាករម្នាក់ដែលត្រូវខំប្រឹងយ៉ាងអស់សមត្ថភាពរបស់ខ្លួនក្នុងរង្វង់ទីកន្លែងរបស់ខ្លួនដើម្បីធ្វើឲ្យក្រុមកីឡារបស់ខ្លួនមានសកម្មភាពល្អទៅយ៉ាងណាមិញមនុស្សម្នាក់ត្រូវបំពេញមុខងាររបស់ខ្លួនឲ្យអស់ពីដួងចិត្តដើម្បីធ្វើឲ្យសង្គមជាតិមានរមណីយយើងម្នាក់ត្រូវតែធ្វើយ៉ាងណាឲ្យខ្លួនយើងមានលក្ខណៈចាំបាច់សម្រាប់មុខតំណែងរបស់យើងហើយយើងត្រូវធ្វើដូចម្តេចឲ្យមុខតំណែងនោះត្រូវតែខ្លួនយើងម្នាក់គត់កិច្ចការរបស់អ្នកមិនត្រូវទៅជាអំពើផ្ដាច់មុខឬក៏គ្មានអ្នកណាជំទាស់ទេអ្នកមិនត្រូវទៅជាមនុស្សម្នាក់ដែលគេមិនត្រូវការឬក៏រត់តែអាក្រក់ទៅទៀតគឺជាមនុស្សមិនត្រូវស្ថិតនៅលើទីកន្លែងហ្នឹងពួកនិស្សិតត្រូវតែខិតខំសិក្សាឲ្យអស់ថាមពលរបស់ខ្លួនដើម្បីក្លាយទៅជាមនុស្សដែលគេត្រូវការជាដាច់ខាតសាស្ត្រាចារ្យណាម្នាក់ដែលបំពេញកិច្ចការរបស់ខ្លួនយ៉ាងខ្លាំងក្លានិងយ៉ាងស្មោះស្ម័គ្រគឺជាមនុស្សដែលគេត្រូវការជាចាំបាច់សង្គមជាតិមួយដែលជាមនុស្សចេះបំពេញកិច្ចការដែលត្រូវធ្វើហើយដែលធ្វើឡើងយ៉ាងអស់សមត្ថភាពដែលជាមនុស្សចេះបំពេញកិច្ចការដែលត្រូវធ្វើហើយដែលធ្វើឡើងយ៉ាងអស់សមត្ថភាពរបស់ខ្លួនគឺជាសង្គមជាតិដែលមានសុខភាពល្អនិងសុភមង្គលបញ្ហានឹងចោទឡើងនៅពេលណាដែលមនុស្សទាំងឡាយមិនធ្វើកិច្ចការដែលខ្លួនត្រូវធ្វើដូច្នេះហើយអ្នកត្រូវស្ទង់គុណសម្បត្តិរបស់អ្នកដើម្បីចង់ដឹងថាតើកិច្ចការដែលអ្នកធ្វើនោះមានលទ្ធផលល្អឬទេបើសិនជាគ្មានលទ្ធផលល្អមែនគឺជាការខាតបង់មួយយ៉ាងធំចំពោះសង្គមជាតិពីព្រោះគ្មានជនឯណាទៀតដែលអាចមកយកទីកន្លែងរបស់អ្នកទេអ្នកត្រូវត្រឡប់ទៅទីកន្លែងរបស់អ្នកវិញអ្នកត្រូវស្ថិតនៅអ្នកគ្មានឯណាទៀតឡើយអាចមកជំនួសអ្នកទេពីព្រោះមនុស្សម្នាក់មានទីកន្លែងរបស់គេទៅហើយទីកន្លែងរបស់អ្នករងចាំអ្នកជំពូកទី33ផលកម្រៃបដូរនឹងកិច្ចការចប់សពគ្រប់ខ្ញុំចង់និយាយអំពីបញ្ហាការស្រួលល្អនៅក្នុងប្រទេសកូរ៉េសពថ្ងៃនេះជាធម្មតាទេការដែលចោទសួរថាតើមានជនណាម្នាក់មានការស្រួលនៅល្អឬទេខ្ញុំមានមនោសញ្ចេតនាថាក្នុងសង្គមជាតិគ្រាបច្ចុប្បន្ននេះកម្ពស់ដែលគេវាស់ដើម្បីចង់ដឹងថាតើគេមានជីវភាពល្អឬទេបានសំអាងទៅលើតែទ្រព្យសម្បត្តិមួយមុខប៉ុណ្ណោះខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយប្រទះឃើញថាកម្ពស់ក្នុងសង្គមជាតិដើម្បីបញ្ជាក់លក្ខណៈនៃការរស់នៅល្អប្រសើរឬយ៉ាងណាបានពឹងផ្អែកទៅលើតែបញ្ហាសម្ភារៈនិយមមួយមុខប៉ុណ្ណោះពិតមែនហើយមនុស្សទាំងអស់ត្រូវរស់ដោយផាសុកភាព
តែចំពោះខ្លួនខ្ញុំវិញការប្រមូលទ្រព្យសម្បត្តិមិនមែនមានន័យថាជាការរស់នៅស្រួលល្អទេទ្រព្យសម្បត្តិពុំអាចចាត់ទុកជាជីវភាពល្អឡើយខ្ញុំយល់ថាគុណភាពនៃទ្រព្យសម្បត្តិមានសារៈសំខាន់ជាងចំនួនទ្រព្យសម្បត្តិហើយកិច្ចការដែលជាប់សពគ្រប់ល្អមានអត្ថប្រយោជន៍ជាងផលកម្រៃក្នុងផ្លូវសម្ភារៈមានសហគ្រិនខ្លះដឹកនាំកិច្ចការណាមួយដើម្បីបង្កើតភោគសម្បត្តិផ្ទាល់ខ្លួនឯងប៉ុណ្ណោះពីព្រោះគេមានគោលគំនិតដូចនេះដល់យ៉ាងនេះទៅជនទាំងនេះមានការព្រួយបារម្ភជានិច្ចផ្ទុយទៅវិញមានសហគ្រិនខ្លះទៀតគេដឹកនាំសហគ្រាសដើម្បីបំពេញកិច្ចការរបស់គេតែមួយមុខប៉ុណ្ណោះហើយគេមានជីវភាពពេញទៅដោយការសប្បាយរីករាយនិងការចាត់ចិត្តទៅលើសកម្មភាពដែលជំរុញការងាររបស់គេឲ្យបានចប់សពគ្រប់ជាស្ថាពរអ្នកដឹងច្បាស់ហើយថាគោលដៅនៃមុខរបររកស៊ីគឺដើម្បីបានចំណេញតែខ្ញុំយល់ថាក្រុមហ៊ុនមិនត្រូវការកាត់មកសម្រាប់តែផលកម្រៃមួយមុខប៉ុណ្ណោះទេមានក្រុមហ៊ុនខ្លះមានសកម្មភាពសម្រាប់តែស្វែងរកកម្រៃហើយមានក្រុមហ៊ុនខ្លះទៀតសម្រាប់តែគោលដៅមួយគឺករណីយកិច្ចធ្វើកិច្ចការឲ្យចប់សពគ្រប់មានជនខ្លះរស់រានមានជីវិតដើម្បីស្វែងរកកម្រៃក្នុងផ្លូវសម្ភារៈហើយមានជនខ្លះទៀតក្នុងករណីយកិច្ចធ្វើឲ្យបានសម្រេចបរិបូរណ៍ចំពោះជនទាំងពីរនេះតើជនមួយណាដែលមានជីវិតពេញលេញល្អខ្ញុំសូមផ្ដល់យោបល់ដូចតទៅជនទាំងឡាយណាដែលមានជីវិតសង្រួមដុំទៅលើភោគសម្បត្តិរបស់ខ្លួនជនទាំងនោះពុំឆ្អាតឆ្អន់ឡើយពីព្រោះការលោភលន់គ្មានទីបញ្ចប់ឡើយការស្រេកឃ្លានផលកម្រៃអាចជំរុញបុគ្គលដែលមានទ្រព្យសម្បត្តិចំនួន 99% ទៅហើយឲ្យធ្វើឃាតជនម្នាក់ទៀតដែលមានត្រឹមតែ 1% ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់នឹងនិយាយថាជនណាដែលរស់សម្រាប់តែការស្វែងរកភោគសម្បត្តិដើម្បីធ្វើជាអ្នកមានជននោះពុំអាចស្គាល់ការសប្បាយពិតប្រាកដនៃឆាកជីវិតទេពីព្រោះធម្មជាតិនៃជននោះគឺល្មមលោភលន់គ្មានព្រំដែនយើងលើកយកឧទាហរណ៍នៃជនម្នាក់ដែលបន្ទាប់ពីបានធ្វើការងារយ៉ាងខ្លាំងជាយូរពេលមកបានទិញផ្ទះមួយដល់ពេលគាត់បានទិញផ្ទះនោះមកគាត់បានក្លាយទៅជាមនុស្សម្នាក់មានទ្រព្យសម្បត្តិហើយគាត់បានស្គាល់សុភមង្គលមួយរយៈពេលតែបន្ទាប់មកគាត់បានសង្កេតឃើញនៅជុំវិញផ្ទះរបស់គាត់មានផ្ទះផ្សេងទៀតដែលធំហើយល្អជាងផ្ទះរបស់គាត់ធម្មជាតិមនុស្សគឺដូច្នេះឯងគាត់ក៏ចង់បានផ្ទះមួយធំហើយល្អជាងមុនការលោភលន់គ្មានស្គាល់កម្រិតទេដែលជាហេតុធ្វើឲ្យមនុស្សលោកពុំអាចស្គាល់សុភមង្គលពិតប្រាកដឡើយនៅពេលណានៅតែចាប់អារម្មណ៍ទៅលើតែបញ្ហាសម្ភារៈប៉ុណ្ណោះខ្ញុំជឿថាគេពុំអាចប្រទះឃើញអត្ថន័យមែនទែននៃជីវិតក្នុងការប្រមូលផ្ដុំភោគសម្បត្តិឡើយជាការមិនសមហេតុសមផលទេការដែលអួតអាងអំពីទ្រព្យសម្បត្តិរបស់អ្នកពីព្រោះមានន័យថាអ្នកគ្មានអ្វីផ្សេងក្រៅពីទ្រព្យសម្បត្តិប៉ុណ្ណោះបើអ្នកចង់អួតលើកខ្លួនអ្នកអំពីរឿងអ្វីមួយគឺត្រូវធ្វើទៅលើគុណភាពនៃវត្ថុដែលអ្នកមាននិងអំពីរបៀបដែលអ្នកប្រើប្រាស់ជាជាងអួតអំពីចំនួននៃវត្ថុទាំងនោះជនណាម្នាក់បានប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនហើយមិនចេះប្រើប្រាស់ទ្រព្យសម្បត្តិនោះសម្រាប់ប្រយោជន៍អ្នកដទៃជននោះឯងមិនមែនមានឋានៈជាអ្នកមានទេតែជាអ្នកក្រទុរគតជនម្នាក់ទៀតដែលមានទ្រព្យសម្បត្តិតិចជាងតែចេះយកទៅប្រើប្រាស់ដើម្បីជួយអ្នកដទៃជននោះមានឋានៈជាសេដ្ឋីខ្ញុំយល់ថាហេតុដែលជនណាម្នាក់មានឋានៈជាអ្នកមានឬក៏យ៉ាងណាគឺសំដៅទៅលើរបៀបដែលជននោះប្រើប្រាស់ទ្រព្យសម្បត្តិខ្លួនប៉ុណ្ណោះបើសិនជាពិចារណាឲ្យវែងឆ្ងាយទៅអ្នកមិនត្រូវចាត់ទុកប្រាក់កាសឬក៏ទ្រព្យសម្បត្តិរបស់អ្នកជាកម្មសិទ្ធិរបស់អ្នកឡើយគំនិតរបៀបនេះអាចនឹងបង្កើតចំណង់ឲ្យរឹតតែមានទ្រព្យសម្បត្តិច្រើនថែមទៀតហើយការលោភលន់នេះ
គ្មានស្កល់ឆ្អែតឆ្អន់ឡើយព្រមទាំងបង្កើតអាកប្បកិរិយាទុច្ចរិតទៀតផងសាសនាកាតូលិកមួយនិយាយអំពីមនោសញ្ចេតនាអ្នកទទួលភារៈរក្សាទុកវត្ថុអ្វីមួយមានជំនឿប្រាកដក្នុងចិត្តថាអ្វីក៏ដោយដែលអ្នកមាននៅក្នុងជីវិតនេះមិនមែនជាកម្មសិទ្ធិរបស់អ្នកទេតែវាជាវត្ថុមួយដែលគេបានប្រគល់ឲ្យអ្នកជួយមើលថែប៉ុណ្ណោះគឺមានន័យថាអ្នកមានការទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិដែលអ្នកមានហើយយកទៅប្រើប្រាស់យ៉ាងសមរម្យសម្រាប់ប្រយោជន៍អ្នកដទៃទៀតខ្ញុំស្រឡាញ់ពាក្យទទួលភារៈរក្សាទុកជនភាគច្រើនមានការលំបាកយល់អំពីហេតុថាទោះបីមនុស្សលោករលាយរូបសូន្យបាត់ទៅពិភពលោកនៅតែមានសកម្មភាពជានិរន្តរ៍វត្ថុអ្វីក៏បានយល់ថាជាកម្មសិទ្ធិរបស់អ្នកជានិច្ចនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃជនផ្សេងទៀតនៅពេលអ្នកចូលមរណៈទៅដោយហេតុនេះហើយបានជាយើងត្រូវចេះដាក់ខ្លួនឲ្យសុភាពចំពោះមុខធម្មជាតិបានជាដូច្នេះហើយយើងត្រូវដាក់ខ្លួនឲ្យសុភាពចំពោះមុខច្បាប់ធម្មជាតិផ្ទុយទៅវិញកម្មសិទ្ធិជាការចាប់ផ្ដើមនៃការទុកសោកនិងការព្រួយបារម្ភដោយហេតុនេះហើយបានជាព្រះពុទ្ធសាសនាបានបញ្ជាក់អំពីការរំដោះចំណងគ្រប់យ៉ាងនិងអំពីការធ្វើទានដែលជាមាគ៌ាឆ្ពោះទៅរកសេរីភាពពិតប្រាកដទោះបីខ្ញុំជាអ្នកដឹកនាំនាវានៃបណ្ដុំសហគ្រាសយ៉ាងធំមួយខ្ញុំឥតមានការចាប់អារម្មណ៍ជាពិសេសទៅលើបញ្ហាកម្មសិទ្ធិទេមនុស្សជាច្រើនដែលបានគិតថាសហគ្រិនដែលដឹកនាំបណ្ដុំសហគ្រាសគ្មានគោលបំណងអ្វីក្រៅពីបង្កើតទ្រព្យសម្បត្តិផ្ទាល់ខ្លួនទេជនទាំងនោះពុំអាចយល់អំពីការសប្បាយចិត្តយ៉ាងពិតប្រាកដដែលបានកើតឡើងបន្ទាប់ពីការសម្រេចចិត្តធ្វើកិច្ចការអ្វីមួយដូចជាបន្ទាប់ពីបានសាងមហាពិភពឧស្សាហកម្មមួយឬក៏បន្ទាប់ពីបានចុះកិច្ចសន្យាយ៉ាងសំខាន់ដោយខ្ញុំគិតថាការធ្វើការ24ម៉ោងលើ24ម៉ោងមិនទាន់គ្រប់គ្រាន់ទេសម្រាប់លោកខ្ញុំជនទាំងនោះបានចាត់ទុកខ្ញុំជាមនុស្សឆ្កួតបើសិនជាខ្ញុំបានខំប្រឹងយ៉ាងនេះដើម្បីធ្វើឲ្យខ្លួនខ្ញុំទៅជាអ្នកមានតែការពិតខ្ញុំមិនបានខំប្រឹងដូច្នេះដើម្បីចំណេញ2ឬក៏3សេនទេខ្ញុំខ្លាយទៅជាមនុស្សធ្វើការច្រើនអនេកដើម្បីការសប្បាយដែលខ្ញុំទទួលបានបន្ទាប់ពីខ្ញុំបានបំពេញកិច្ចការរបស់ខ្ញុំជាស្ថាពរមកក្នុងវិធានការដឹកនាំសហគ្រាសមួយទ្រព្យសម្បត្តិនិងកម្មសិទ្ធិផ្សេងពុំអាចយកមកប្រៀបធៀបជាមួយនឹងសេចក្តីសប្បាយពេញចិត្តដែលបានមកពីការធ្វើការងារមួយឲ្យបានសម្រេចនោះទេការសប្បាយចិត្តនៅក្នុងការប្រកួតប្រឡងថ្វីដៃនិងដណ្ដើមយកកិច្ចសន្យាណាមួយដោយបានផ្ដល់ទំនិញមួយដែលមានគុណភាពយ៉ាងល្អប្រសើរលើទីផ្សារអន្តរជាតិនេះហើយជាកត្តាដែលជំរុញខ្ញុំឲ្យរឹតរឹងតែខំប្រឹងធ្វើកិច្ចការខ្លាំងឡើងរឿងទាំងអស់នេះបានឲ្យន័យមួយដល់ជីវិតរបស់ខ្ញុំព្រមទាំងជាប្រភពនៃធម៌ពលដែលស្ថិតនៅពីក្រោយសកម្មភាពរបស់ខ្ញុំមិនចេះចប់ចំនួនប្រាក់កាសដែលមានមិនជាសំខាន់ទេដោយហេតុថាអ្នកពុំអាចមានប្រាក់កាសទាំងអស់តែម្នាក់ឯងឡើយពីព្រោះមានព្រំដែនជានិច្ចក្នុងកម្មសិទ្ធិអ្វីក៏ដោយខ្ញុំមិនចង់ឲ្យគេរក្សាអនុស្សាវរីយ៍អំពីខ្ញុំដូចជាជនម្នាក់រកស៊ីប្រកបបានចំណេញចំពោះខ្លួនខ្ញុំគំនិតយ៉ាងនេះជាការប្រមាថជាជាងការសរសើរនេះមានន័យថាគេគ្មានរឿងអ្វីផ្សេងទៀតដើម្បីនិយាយអំពីខ្ញុំចង់ឲ្យគេនឹកឃើញខ្ញុំអំពីខ្ញុំជាជនម្នាក់ដែលបានបំពេញកិច្ចការអ្វីមួយពីព្រោះខ្ញុំយល់ថាកិច្ចការណាមួយដែលបានសម្រេចស្ថិតនៅជានិរន្តរ៍ជំពូកទី34ជនភៀសតិចដែលមានសមត្ថភាពប្រឌិតនៅក្នុងគ្រាបច្ចុប្បន្ននេះជួនកាលគេប្រដូចសហរដ្ឋអាមេរិកទៅនឹងយក្សមួយដែលកំពុងរលំដួលសិលធម៌បានជ្រេចោះចាប់តាំងពីទំនៀមទម្លាប់យ៉ាងតឹងរ៉ឹងក្នុងការប្រកបការងារយ៉ាងពេញទំហឹងនិងភាពស្មោះត្រង់ក្នុងការខិតខំប្រឹងបានថយចុះ
ការប្រើកម្លាំងកំហែងកំហល់អំពីអក្រិតអំពីបទអក្រិតនិងគ្រឿងញៀនបានបំផ្លាញលក្ខណៈនៃមនុស្សម្នាក់ៗហើយជនភាគច្រើនបានចំណាយពេលវេលាមួយផ្នែកធំនៅក្នុងជីវិតរបស់ខ្លួនដើម្បីស្វែងរកការរំភើបតែក្នុងចំណោមរឿងទាំងនេះមានជនខ្លះទៀតដែលប្រឹងធ្វើការយ៉ាងខ្លាំងហើយធ្វើវិនិយោគក្នុងការស្វែងរកអនាគតដ៏រុងរឿងនិងជនខ្លះទៀតដែលបែកញើសក្រោយខ្នងក្នុងការខ្នះខ្នែងដើម្បីរក្សាអភិវឌ្ឍភាពនិងការលូតលាស់យ៉ាងអស្ចារ្យនៃសហរដ្ឋអាមេរិកកុំឲ្យរលាយបាត់បង់បានខ្ញុំយល់ថាមនុស្សភាគតិចនេះកំពុងតែដឹកនាំសង្គមជាតិអាមេរិកកាំងប៉ុន្តែយើងមិនត្រូវបណ្ដោយខ្លួនឲ្យមានការយល់ច្រឡំខុសដោយស្ថិតិទេពីព្រោះស្ថិតិពុំអាចមានការពន្យល់គ្រប់គ្រាន់ឡើយដោយស្ថិតិព័ត៌មានតែលើចំនួនប៉ុណ្ណោះឧទាហរណ៍បើអ្នកមានម្ខាងសត្វជ្រូក100ក្បាលហើយម្ខាងទៀតមានមនុស្សម្នាក់ស្ថិតនៅស្ថិតិពន្យល់ប្រាប់អ្នកថាមាន100សម្រាប់មួយដូច្នេះទៅស្ថិតិអាចនឹងធ្វើឲ្យយើងខកចិត្តពីព្រោះស្ថិតិមិននិយាយប្រាប់អំពីឥទ្ធិពលនៃជនភាគតិចលោកអាណុល តូយប៊ីបានអធិប្បាយអំពីជនដែលបានធ្វើវិភាគទានដល់អរិយធម៌ដូចជាជនភាគតិចមួយដែលពេញដោយគំនិតច្នៃប្រឌិតតែឥទ្ធិពលនៃជនទាំងនោះមិនបានសំអាងទៅលើចំនួនទេតែទៅលើសមត្ថភាពប្រឌិតគឺដោយសារសមត្ថភាពប្រឌិតនៃជនភាគតិចនេះហើយដែលបានអនុញ្ញាតឲ្យជនភាគច្រើនដែលគ្មានសមត្ថភាពប្រឌិតបានចូលរួមក្នុងការធ្វើឲ្យប្រវត្តិសាស្ត្រមានការលូតលាស់ជនភាគតិចដែលមានសមត្ថភាពប្រឌិតមិនមែនតែត្រឹមមានសិទ្ធិប្រើឥទ្ធិពលរបស់ខ្លួនប៉ុណ្ណឹងទេតែមានករណីយកិច្ចនិងការទទួលខុសត្រូវថែមទៀតផងសង្គមជាតិនិងប្រវត្តិសាស្ត្រពុំអាចមានការជឿនលឿនទេបើសិនជាគ្មានវិភាគទានពីសំណាក់ជនភាគតិចនេះមានករណីយកិច្ចធ្វើឲ្យជនភាគច្រើនព្រមទាំងប្រវត្តិសាស្ត្រមានការជឿនលឿនផ្ទុយទៅវិញជនភាគតិចនឹងបណ្ដាលឲ្យសង្គមជាតិឬក៏អរិយធម៌រលាយសាបសូន្យការខ្ទប់ដង្ហើមសមត្ថភាពប្រឌិតនៃជនភាគតិចឲ្យថប់ខ្យល់មានន័យថាជាសញ្ញាមរណៈនៃសង្គមជាតិឬក៏អរិយធម៌នៅពេលណាដែលសមត្ថភាពប្រឌិតមិនបានត្រូវយកមកប្រើប្រាស់សម្រាប់អភិវឌ្ឍសង្គមជាតិហើយនៅពេលណាទៀតដែលជនភាគតិចដែលមានសមត្ថភាពប្រឌិតคล้ายទៅជាជនភាគតិចស្ថិតនៅក្រោមការត្រួតពិនិត្យពេលនោះសង្គមជាតិនឹងរត់ទៅរកភាពមរណៈបើកាលណាពួកមេដឹកនាំធ្លាក់ខ្លួនទៅក្នុងការសប្បាយជាធំហើយនឹងក្នុងការខ្ជិលច្រអូសនៅក្នុងកិច្ចការនោះការដោះគំនិតក្នុងការប្រឌិតនិងឆន្ទៈក្នុងការប្រកួតប្រជែងថ្វីដៃនឹងរលាយសាបសូន្យបាត់ហើយនៅពេលនោះការវិនិច្ឆ័យហិនហោចនឹងចាប់ផ្ដើមរីករាលដាលឡើងយើងអាចប្រទះឃើញនៅក្នុងគ្រាបច្ចុប្បន្ននេះឧទាហរណ៍នៃសង្គមជាតិរបស់លោក តូយប៊ីអ្នកត្រូវទៅជាជនម្នាក់មានសមត្ថភាពប្រឌិតដែលបំពេញកិច្ចការដើម្បីអភិវឌ្ឍភាពការជឿនលឿនសុភមង្គលនៃសង្គមជាតិនិងមនុស្សជាតិអ្នកនឹងដណ្ដឹងសួរខ្លួនអ្នកថាតើតាមរបៀបណាដែលអ្នកអាចទៅជាសមាជិកនៃជនភាគតិចនេះដែលមានសមត្ថភាពប្រឌិតខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំនិយាយប្រាប់អ្នកអំពីលក្ខណៈដែលត្រូវមានគឺអ្នកមិនត្រូវទៅជាមនុស្សតាមខ្យល់មិនត្រូវទៅជាមនុស្សគ្រាន់តែធ្វើការសង្កេតហើយនឹងមិនត្រូវធ្វើជាមនុស្សមិនជឿលើជោគជ័យអ្នកត្រូវមានទស្សនៈធំទូលាយអំពីសមត្ថកិច្ចដែលអ្នកត្រូវតែមានចំពោះប្រទេសជាតិនិងប្រជាពលរដ្ឋហើយជាពិសេសទៅទៀតអំពីរបៀបដែលអ្នកអាចធ្វើវិភាគទានចំពោះសាវតាមនុស្សជាតិកាលពីយូរអង្វែងមកមានជនជាតិ
អេព្រីបានរត់ភៀសខ្លួនចេញពីប្រទេសអេស៊ីបហើយបានដើរផ្សងព្រេងក្នុងកំឡុង80ឆ្នាំដើម្បីស្វែងរកដែនដីព្រះអាទិទេពបានសន្យាឲ្យជនជាតិអេព្រីបានដើរតម្រង់ទៅកាន់ប្រទេសកាណានដែលជាដែនដីដែលទទួលបានពរពីព្រះអាទិទេពតែដែនដីព្រះអាទិទេពបានសន្យាឲ្យទៅជនជាតិអេព្រីតែភូមិភាគនោះមានគេកាន់កាប់ទៅហើយជនជាតិអេព្រីបានបញ្ជូនមនុស្សមួយចំនួន12នាក់ឲ្យទៅពិនិត្យស្ថានភាពលុះដល់ជនទាំង12នាក់ត្រឡប់មកវិញមនុស្សចំនួន10នាក់ចំនួន12នាក់ក្រវីក្បាលដោយនិយាយថាគេពុំអាចចូលទៅកាន់កាប់ទឹកដីនោះទេពីព្រោះអ្នកស្រុកនៅទីនោះមានឥទ្ធិពលខ្លាំងជាងជនជាតិអេព្រីហើយទាំងមានមាឌធំសម្រាប់ការពារទៀតផងជនទាំង10នាក់មិនឃើញជនជាតិអេព្រីមានមធ្យោបាយណាអាចនឹងដណ្ដើមយកជោគជ័យនៅក្នុងការប្រយុទ្ធទេតែជនទាំង2នាក់ទៀតមិនយល់ស្របជាមួយនឹងជនទាំង10នោះទេជនទាំង2នាក់និយាយថាជនជាតិអេព្រីគ្មានហេតុភេទអ្វីនឹងគួរឲ្យព្រួយបារម្ភទេពីព្រោះដែនដីនឹងហើយដែលព្រះអាទិទេពបានសន្យាឲ្យជនទាំង2នាក់ស្ថិតនៅក្នុងភាពធន់ជាងគេ2ទល់នឹង10បើសិនជាការសម្រេចចិត្តដើម្បីចូលលុកលុយកាន់ប្រទេសកាន់កាប់នឹងត្រូវធ្វើឡើងតាមក្បួនច្បាប់សម្លេងច្រើនជាងគេនៅក្នុងការបោះឆ្នោតនោះជនជាតិអេព្រីនឹងត្រូវនៅស្ងៀមគ្មានកម្រើកតែដោយសំអាងទៅលើគំនិតរិះគិតនៃជនជាតិភាគតិចចំនួន2នាក់ជនជាតិអេព្រីក៏បានសម្រេចចិត្តចាត់វិធានការវាយលុកចូលភ្លាមហើយក៏ទទួលបានជោគជ័យនេះជាហេតុបង្ហាញឲ្យឃើញថាក្បួនច្បាប់ដែលគេតម្កល់យកមកសម្លេងភាគច្រើនមិនចាត់ទុកសំណាងក្នុងប្រវត្តិសាស្ត្រទេគឺគំនិតប្រឡងប្រកួតថ្វីដៃរបស់ជនភាគតិចដែលបាននាំជនជាតិអេព្រីទៅកាន់ដែនដីព្រះអាទិទេពបានសន្យាឲ្យជនភាគតិចដែលមានគំនិតប្រឌិតជាជនមានទស្សនៈប្រកបនិយមគឺជាជនដែលបានរក្សាផ្កាភ្លើងសង្ឃឹមឲ្យគង់វង្សល្អនិងសុទិដ្ឋិនិយមនៅក្នុងកណ្ដាលមនោសញ្ចេតនាពេញដោយការរារែកនិងការអស់សង្ឃឹមជនភាគតិចមានជំនឿទៅលើការជឿនលឿននៃប្រវត្តិសាស្ត្រនៅក្នុងគ្រាបច្ចុប្បន្ននេះសង្គមជាតិយើងត្រូវការគំនិតប្រឌិតនិងការប្រកួតប្រឡងថ្វីដៃហើយខ្ញុំសង្ឃឹមថាអ្នកនឹងចូលក្នុងចំណោមនៃជនភាគតិចនេះដោយមានការទទួលខុសត្រូវសមត្ថភាពប្រឌិតដើម្បីស្នេហាជាតិមាតុភូមិមនុស្សជាតិនិងប្រវត្តិសាស្ត្រស្រេចតែអ្នកសម្រេចចិត្តទៅចុះជំពូកទី35គ្រោះថ្នាក់នៃការពេញចិត្តនឹងខ្លួនឯងយុវជនមានសតិអារម្មណ៍ពេញទៅដោយការចង់ជំនះនឹងស្ថានភាពបច្ចុប្បន្នព្រមទាំងការស្រាបស្រាវចំពោះស្ថានភាពដែលពុំអាចធ្វើទៅបានដែលជាហេតុឲ្យតម្លៃដល់យុវភាពយុវជនមិនខ្លាចបរាជ័យទេយុវជនណាដែលខ្លាចបរាជ័យហើយចូលចិត្តនឹងស្ថានភាពបច្ចុប្បន្នជននោះបានបាត់បង់នៅយុវភាពរបស់ខ្លួនបើទោះបីជាជននោះឯងមានអាយុប៉ុន្មានក៏ដោយតែជនណាដែលមានសកម្មភាពដោយយុវជនហើយគ្មានខ្លាចនឹងការចូលប្រកួតប្រឡងថ្វីដៃព្រមទាំងមានចំណង់ដើរផ្សងព្រេងស្វែងរកអនាគតជននោះមានវ័យដូចជាយុវជនទោះបីមានអាយុប៉ុន្មានក៏ដោយយុវជនបង្កើតនឹងធ្លាក់ទម្រង់នៃពិភពលោកនាទៅអនាគតដោយសារគំនិតដើរផ្សងព្រេងនិងគំនិតប្រកួតប្រឡងថ្វីដៃរបស់ខ្លួនពីព្រោះយុវជនគ្មានអតីតយុវជនមើលឆ្ពោះទៅអនាគតពីព្រោះយុវជនគ្មានអ្វីសំខាន់ដើម្បីមើលចុះក្រោមយុវជនសម្លឹងមើលទៅខាងលើដោយយុវជនគ្មានទ្រព្យសម្បត្តិនឹងបាត់បង់ទេយុវជនគ្មានការព្រួយបារម្ភ
ដោយយុវជនមានវ័យក្មេងយុវជនមិនស្គាល់គ្រោះថ្នាក់ព្រមទាំងមានធម៌ពលពោពេញខ្លួនយុវជនមិនបានស្ថិតនៅក្រោមចំណោះខណ្ឌណាមួយដើម្បីរក្សាស្ថិរភាពនិងស្ថានភាពបច្ចុប្បន្នឲ្យនៅដដែលបើយុវជនបដិសេធការផ្សងព្រេងនិងការប្រកួតប្រឡងថ្វីដៃដើម្បីរក្សាស្ថិរភាពនិងស្ថានភាពបច្ចុប្បន្នឲ្យនៅដដែលយុវជននោះនឹងបាត់បង់នូវយុវភាពរបស់ខ្លួនយុវជនមានការត្រិះរិះទៅអនាគតមួយពេញទៅដោយគុណប្រយោជន៍និងសមត្ថកម្មហើយគ្មានពេលនឹងព្រួយបារម្ភអំពីការខាតបង់ឬក៏បរាជ័យឡើយការត្រិះរិះគិតអំពីភាពស្ងប់ស្ងាត់ស្ងៀមគ្មានជ្រួលច្របល់ជាផាសុកភាពហើយការចង់រក្សាស្ថានភាពបច្ចុប្បន្នឲ្យនៅដដែលគ្មានការបដូរផ្លាស់គឺជាសញ្ញាសម្គាល់យុវជនដែលកំពុងរលាយខ្លួនបាត់គ្រោះថ្នាក់នៃការពេញចិត្តនឹងខ្លួនឯងជាកត្តាធម្មតាទេដែលការដែលឃើញយុវជនដែលទៅគេបានជ្រើសរើសថ្មីឲ្យចូលក្នុងសហគ្រាសមានឆន្ទៈនិងសេចក្តីរំភើបយ៉ាងខ្លាំងក្នុងកិច្ចការរបស់ខ្លួនអ្នកចូលធ្វើការថ្មីត្រូវធ្វើវិនិយោគយុវភាពរបស់ខ្លួនក្នុងការបង្កើតអនាគតមួយយ៉ាងត្រចះត្រចង់អ្នកត្រូវចូលធ្វើការថ្មីត្រូវខិតខំយ៉ាងខ្លាំងចូលប្រកួតប្រឡងថ្វីដៃហើយពង្រីកសមត្ថភាពរបស់ខ្លួនឲ្យលូតលាស់ឡើងការទទួលបុណ្យស័ក្តិនិងការមានទ្រព្យសម្បត្តិជាលទ្ធផលនៃការខិតខំខ្នះខ្នែងនេះគឺជារង្វាន់ធម្មតាទេនៃការវិនិយោគដែលបានកើតឡើងដោយយុវជនពេញដោយធម៌ពលតែខ្ញុំបានឃើញឧទាហរណ៍ខ្លះទៀតយុវជនភាគខ្លះដែលមានសេចក្តីស្វាហាប់ពោពេញខ្លួនស្រាប់តែមានការពេញចិត្តនឹងខ្លួនឯងនៅពេលណាដែលខ្លួនឯងបានទៅដល់ឋានៈលើយុវជនទាំងនោះក៏បានឈប់សិក្សាឈប់ចូលប្រកួតប្រឡងថ្វីដៃហើយឈប់មានសកម្មភាពអ្វីផ្សេងទៀតក្រៅអំពីការគិតចម្រុងចម្រើនផ្ទាល់ខ្លួនយុវជនទាំងនោះបានត្រូវយាយីដោយជំងឺសុភាវធម៌ហើយហាក់ដូចជាមានការព្រួយបារម្ភតែមួយមុខប៉ុណ្ណោះគឺការថែរក្សាទ្រព្យសម្បត្តិដែលខ្លួនប្រមូលទុកយុវជនទាំងនោះយល់ថាគេមកដល់ទីសម្រេចរបស់គេហើយដូច្នេះទៅគេគ្មានអ្វីឲ្យលើសក្រៅពីកិច្ចការរបស់គេនិងអាកប្បកិរិយាយ៉ាងសមរម្យហើយទៅលំហែប្រាណនៅគ្រប់ទីណាដែលគេចាំបាច់ចង់ទៅនេះជាហេតុបណ្ដោយឲ្យមានការសោកស្ដាយដោយបានសង្កេតឃើញថាយុវជនទាំងនោះគ្មានការចាប់អារម្មណ៍បន្តិចឡើយថាខ្លួនកំពុងតែរលាយរូបបាត់នៅក្នុងការពេញចិត្តនឹងខ្លួនឯងអ្នកមិនត្រូវមានពេលនឹងរិះគិតឬក៏និយាយថាខ្ញុំបានមកដល់គោលដៅរបស់ខ្ញុំហើយការដែលអ្នកមានការពេញចិត្តដោយអ្នកបានសម្រេចគោលបំណងរបស់អ្នកគឺជាពេលដែលគ្រោះថ្នាក់បំផុតគឺជាពេលដែលគ្រោះថ្នាក់ជាទីបំផុតបើអ្នកបានទៅដល់គោលដៅរបស់អ្នកហើយអ្នកត្រូវកំណត់គោលដៅថ្មីមួយទៀតដែលខ្ពស់ជាងមុនអ្នកត្រូវតែរិះគិតថាអ្នកពុំអាចទៅដល់គោលដៅចុងក្រោយបំផុតរបស់អ្នកឡើយឧទាហរណ៍មាននិស្សិតខ្លះបានដាក់កម្រិតនៅក្នុងគោលដៅរបស់ខ្លួនដើម្បីទៅជានិស្សិតពូកែឆ្នើមក្នុងថ្នាក់រៀនរបស់ខ្លួនអ្នកត្រូវសិក្សាគ្មានឈប់សម្រាកដើម្បីទៅដល់គោលដៅនេះតែអ្នកមិនមែនមានន័យថាលុះបានទៅដល់គោលដៅនេះហើយអ្នកអាចនឹងទម្លាក់ខ្លួនអង្គុយចុះដោយមានការពេញចិត្តនឹងខ្លួនអ្នកទេអ្នកត្រូវកំណត់គោលដៅថ្មីមួយទៀតដែលរឹតតែប្រសើរឡើងហើយបន្ទាប់មកតើអ្នកនឹងអាចមានការពេញចិត្តនឹងការប្រឹងខ្នះខ្នែងរបស់អ្នកឬទេគឺអ្នកត្រូវកំណត់គោលដៅថ្មីមួយទៀតដើម្បីទទួលពិន្ទុយ៉ាងល្អនៅក្នុងគ្រប់មុខវិជ្ជាគ្រប់ប្រធានមិនមែនជាការងាយស្រួលទេការដែលចង់ទៅជានិស្សិតដែលឆ្នើមជាងគេហេតុនេះហើយអ្នកត្រូវតែខិតខំជាអតិបរមានៅក្នុងការស្រវាចាប់គោលដៅនេះតែរឹតជាការរំលឹកបានទៅទៀតតែរឹតជាការលំបាកទៅទៀតការដែលស្ថិតនៅចុងកំពូលពីព្រោះអន្ទាក់នៃការពេញចិត្តនឹងខ្លួនឯងនៅ
ច្រកបង្ហើយមុននឹងអ្នកភ្នាក់ដឹងខ្លួនអ្នកនឹងឈប់ទៅជានិស្សិតយ៉ាងឆើតពីព្រោះនិស្សិតផ្សេងទៀតបានទៅដល់កំពូលជាមួយនឹងអ្នកជីវិតត្រូវការអំពើកាយវិការហើយអំពើកាយវិការជាភាពសុខស្ដំនៃជីវិតចលនាជាលក្ខណៈនៃជីវិតហើយសកម្មភាពជាភាពសុខស្ដំបង្ហាញថាអ្នករស់រានមានជីវិតគ្មានសង្ឃឹមអ្វីទៀតឡើយនៅពេលណាយើងឃើញយុវជនបានបាត់បង់ចំណង់នៅក្នុងការប្រកួតប្រឡងថ្វីដៃនិងគំនិតផ្សងព្រេងបាទសំទោសចំពោះក្នុងបញ្ហាផ្ទាល់ខ្លួនឬលើផ្ទៃវិជ្ជាជីវៈឬក៏លើផ្ទៃសង្គមការខ្វះថាមពលរបៀបនេះអាចនាំទៅកាន់មរណភាពនៅពេលណាយុវជនបានបាត់បង់ថាមពលនិងសេចក្តីសង្ឃឹមទោះបីលើផ្ទៃផ្ទាល់ខ្លួនលើផ្ទៃវិជ្ជាជីវៈសង្គមនិងប្រទេសជាតិនោះគេគ្មាននៅសល់អ្វីទៀតទេក្រៅពីរបៀបរៀបចំពិធីកប់ខ្មោចប៉ុណ្ណោះប្រហែលជាអ្នកបានសង្កេតឃើញថាសហគ្រាសខ្លះនិងបុគ្គលខ្លះមានភាពចាស់ជរាយ៉ាងឆាប់រហ័សថ្ងៃមួយនោះខ្ញុំបានជួបប្រធាននៃរោងចក្រតូចមួយដែលធ្វើផលិតកម្មគ្រឿងក្រៅអេឡិចត្រូនិកខ្ញុំមានការភ្ញាក់ផ្អើលដោយបានដឹងថាប្រធាននេះគ្មានស្គាល់បន្តិចបន្តួចសោះនៅវត្ថុដែលរោងចក្ររបស់ខ្លួនបានធ្វើខ្ញុំបានយល់ថាខ្ញុំពុំអាចនឹងបន្តការរកស៊ីជាមួយនឹងក្រុមហ៊ុននេះទៀតទេទៅអនាគតពីព្រោះប្រធាននៃក្រុមហ៊ុននេះមានការជក់អារម្មណ៍ទៅតែលើបញ្ហាផាសុកភាពផ្ទាល់ខ្លួនក្នុងគ្រាបច្ចុប្បន្នហើយគ្មានទស្សនៈបន្តិចបន្តួចឡើយលើអនាគតគាត់មានការពេញចិត្តនឹងខ្លួនគាត់ហើយខ្ញុំបានដឹងជានិច្ចថាការពេញចិត្តនឹងខ្លួនឯងជាសញ្ញានៃការចប់អ្នកកំពុងភ្លេចថាការដែលពេញចិត្តនឹងខ្លួនឯងក្នុងគ្រាដែលខ្លួននៅមានវ័យក្មេងជាការប្រាប់ឲ្យដឹងអំពីការបរាជ័យទៅថ្ងៃមុខសភាពអន់គំរក់នឹងការពេញចិត្តសុទ្ធសឹងជាអន្ទាក់ដែលអ្នកត្រូវជៀសវាងអ្នកត្រូវប្រើគ្រប់សមត្ថភាពរបស់អ្នកហើយអ្នកចូលប្រកួតប្រឡងថ្វីដៃក្នុងគ្រប់វិស័យដោយមានគំនិតចាត់ទុកជាការចូលប្រកួតប្រឡងក្នុងគ្រាដំបូងជានិច្ចអ្នកត្រូវចងចាំថាអ្នកមិនបានទាន់ទៅដល់គោលដៅរបស់អ្នកឡើយអ្នកនៅមានវ័យក្មេងអ្នកត្រូវធ្វើវិនិយោគជំនឿនិងធម៌ពលរបស់អ្នកក្នុងគ្រប់វិស័យសកម្មភាពអនាគតជាកម្មសិទ្ធិរបស់អ្នកជំពូកទី36ម្ចាស់ស្រែនិងកម្មករក្នុងចំណោមយុវជនទាំងអស់មានយុវជនខ្លះបានធំពេញវ័យក្នុងទីក្រុងហើយប្រហែលជាមិនបានដឹងថាមានស្មៅអាក្រក់មួយយ៉ាងដែលដុះជាមួយនឹងដើមស្រូវដូច្នេះហើយនៅក្នុងស្រុកស្រែចម្ការគេបានហៅស្មៅគេបានបោចស្មៅចេញដើម្បីឲ្យស្រូវដុះបានល្អម្ចាស់ស្រែបានឲ្យបញ្ជាទៅកម្មករកសិកម្មទៅដកស្មៅក្នុងស្រែកម្មករកសិកម្មទៅធ្វើការងារពេញមួយថ្ងៃតែបើថ្ងៃស្អែកឡើងម្ចាស់ស្រែទៅមើលស្រែខ្លួនក៏ប្រទះឃើញនៅមានស្មៅទៀតក្នុងស្រែម្ចាស់ស្រែអាចបញ្ជាឲ្យកម្មករកសិកម្មត្រឡប់ទៅស្រែហើយបន្តការដកស្មៅទៅទៀតតែម្ចាស់ស្រែនៅតែឃើញស្មៅជានិច្ចលុះរហូតដាច់ចិត្តទៅដកខ្លួនឯងតើហេតុដូចម្ដេចពីព្រោះម្ចាស់ស្រែត្រូវតែយកចិត្តទុកដាក់ចំពោះស្រែរបស់គាត់មិនដឹងសួរក្នុងចិត្តគាត់ថាហេតុដូចម្ដេចបានជាគាត់ត្រូវធ្វើកិច្ចការខ្លះដែលអ្នកឯទៀតមិនធ្វើគាត់ដឹងអំពីការងារដែលគាត់ត្រូវធ្វើដោយគ្មានអ្នកឯណាមកបញ្ជាគាត់ឲ្យធ្វើឡើយតែចំណែកឯកម្មករវិញគ្មានស្វះស្វែងរកការងារធ្វើទេហើយដណ្ដឹងសួរខ្លួនឯងថាតើហេតុដូចម្ដេចបានជាខ្លួនត្រូវធ្វើការងារនេះដែលចំពោះជនឯទៀតគ្មានអ្នកឯណាមកបង្ខំឲ្យធ្វើដូច្នេះបើគ្មានអ្នកឯណាមកបញ្ជាឲ្យធ្វើទេខ្លួនក៏មិនធ្វើការងារនោះដែរអ្នកអាចមើលឃើញអំពីភាពខុសគ្នារវាង
របៀបរិះគិតរវាងម្ចាស់ស្រែនិងកសិករកម្មកកសិកម្មបើសិនជាយើងពិនិត្យឲ្យជិតដិតអំពីសភាពអន់ថយនៃសេដ្ឋកិច្ចក្នុងប្រទេសសង្គមនិយមយើងអាចកត់សម្គាល់ថាបញ្ហាច្រើនណាស់ដែលត្រូវដោះស្រាយបណ្ដាជនស្ទើរតែទាំងអស់សុទ្ធសឹងជាកម្មករកសិកម្មបើអ្នកក្រឡេកមើលជុំវិញខ្លួនអ្នកនឹងសង្កេតឃើញមានជនខ្លះមិនត្រឹមតែធ្វើកិច្ចការដែលខ្លួនត្រូវធ្វើប៉ុណ្ណោះឡើយតែថែមទាំងបញ្ជាឲ្យជនឯទៀតធ្វើការងារផងដោយគ្មានអ្នកឯណាបានមកប្រាប់ឲ្យធ្វើដូច្នេះឡើយផ្ទុយទៅវិញអ្នកសង្កេតឃើញជនខ្លះទៀតមិនបានធ្វើកិច្ចការដែលខ្លួនត្រូវធ្វើទេដរាបណាគ្មានអ្នកឯណាមកបង្កប់បញ្ជាឬក៏បានឲ្យមនុស្សផ្សេងទៀតធ្វើការជំនួសជាថ្មីម្ដងទៀតអ្នកឃើញសកម្មភាពខុសគ្នាក្នុងរបៀបគិតរវាងម្ចាស់ស្រែនិងកសិកម្មនិងកសិករអ្នកត្រូវធ្វើកិច្ចការនិងរស់នៅជានិច្ចក្នុងវិចារណញ្ញាណរបស់ម្ចាស់ទ្រព្យដែលអ្នកតែបណ្ដោយខ្លួនឲ្យស្ថិតនៅក្រោមឥទ្ធិពលនៃកលៈទេសៈអ្នកម្ចាស់ទ្រព្យមានគំនិតប្រឌិតនិងមិនខ្លាចប្រកួតប្រជែងហើយមានឆន្ទៈបរិបូរណ៍បុគ្គលិកដែលធ្វើការក្នុងគំនិតជាម្ចាស់ទ្រព្យអាចផ្ដល់ជោគជ័យដល់សហគ្រាសដែលមានជនខ្លះទៀតមានរបៀបរិះគិតជាកម្មករកសិកម្មហើយបានយល់ថាបៀវត្សដែលខ្លួនបានទទួលរៀងរាល់ខែមានចំនួនគ្រប់គ្រាន់សមនឹងសមត្ថកិច្ចសមនឹងកិច្ចការដែលខ្លួនធ្វើក្រោមបទបញ្ជាពីចៅហ្វាយនេះប្រហែលជាបុគ្គលិកខ្លះទៀតដែលខំធ្វើការរបស់ខ្លួនយ៉ាងខ្លាំងប៉ុន្តែសហគ្រាសពុំអាចមានជោគជ័យឡើយហើយអាកប្បកិរិយារបៀបនេះបណ្ដោយឲ្យមានការខូចខាតអន្តរាយដល់ជីវភាពគ្រួសារនិងដល់ការអភិវឌ្ឍសង្គមជាតិទៀតផងកាលពីរវាង10ឆ្នាំមុននៅថ្ងៃមួយនោះក្នុងរដូវប្រាំងបន្ទាប់ពីយើងបានចាប់ផ្ដើមការដ្ឋានសំណង់នៅបរទេសក្នុងខណៈដែលខ្ញុំរៀបនឹងចាក់ចេញពីការិយាល័យនៃក្រុមហ៊ុនខ្ញុំបានឃើញមនុស្សមួយជួរវែងរងចាំជនទាំងនោះដូចជាមិនសូវមានអាកប្បកិរិយារាក់ទាក់ទេខ្ញុំបានអង្គុយសង្កេតនៅក្នុងចំណោមនោះមានស្ត្រីជាច្រើនអ្នកហើយមានខ្លះទៀតអៀវកូនពីលើខ្នងមនុស្សទាំងអស់នោះបែកញើសក្រោមចំហាយកម្ដៅថ្ងៃហើយខ្ញុំបានទទួលសួរអំពីហេតុភេទទាំងនេះគេបានឆ្លើយប្រាប់ខ្ញុំថាគឺជនទាំងអស់នឹងជាសមាជិកនៃបុគ្គលិកដែលបានធ្វើការជានាយសមុទ្រជនទាំងអស់នោះឈរក្រោមចំហាយកម្ដៅព្រះអាទិត្យយ៉ាងក្តៅចំណែកឯបុគ្គលិកដែលទទួលភារៈដោះស្រាយបញ្ហាជាមួយនឹងជននោះស្ថិតនៅក្រោមម្លប់ហើយអង្គុយយ៉ាងស្រណុកស្រួលនៅក្នុងការិយាល័យដែលមានម៉ាស៊ីនត្រជាក់ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះស្ត្រីនិងកុមារទាំងអស់នោះដែលឈរក្រោមចំហាយកម្ដៅព្រះអាទិត្យហើយមិនតែប៉ុណ្ណោះមនុស្សទាំងអស់នោះជាសមាជិកនៃគ្រួសារដេវូដែរខ្ញុំបានសួរទៅនាយកការិយាល័យថាតើនាយកនេះអាចចេញពីការិយាល័យហើយឈរឯខាងក្រៅចំហាយកម្ដៅព្រះអាទិត្យ5នាទីយ៉ាងតិចដើម្បីនឹងសាកសួរអំពីបញ្ហារបស់ជនទាំងនោះនាយកនោះបានឆ្លើយសុំទោសថាការិយាល័យរបស់ខ្លួនមានទំហំតូចពេកពុំអាចទទួលជនទាំងអស់ដែលឈរខាងក្រៅនោះបានទេតែខ្ញុំមិនព្រមទទួលយកចម្លើយរបៀបនេះឡើយការទទួលខុសត្រូវមិនត្រូវការសុំទោសទេបើនាយកនេះបានគិតទៅដល់ក្រុមហ៊ុនដោយចាត់ទុកក្រុមហ៊ុននោះជាក្រុមហ៊ុនរបស់ខ្លួនហើយរំពឹងគិតទៅដល់ជនទាំងឡាយដែលឈរនៅខាងក្រៅដូចជាសមាជិកនៃក្រុមហ៊ុននាយកនោះពុំអាចនឹងគិតរិះរកដំណោះស្រាយណាមួយផ្សេងខ្ញុំបានយល់ថាគ្មានការដោះសារអ្វីជាសមរម្យឡើយហេតុដែល
ហេតុដែលទុកឲ្យជនជាច្រើនអ្នកឈរយ៉ាងយូរនៅខាងក្រៅក្រោមចំហាយកម្ដៅព្រះអាទិត្យយ៉ាងនេះការលាក់បាំងមិនបង្ហាញខ្លួនឲ្យគេឃើញជាអាកប្បកិរិយាមួយយ៉ាងអាក្រក់ជាទីបំផុតបើសិនជាអ្នកជ្រកក្រោមការសំទោសបើការខ្វះការទទួលខុសត្រូវក្នុងឋានៈជាអ្នកម្ចាស់ទ្រព្យអ្នកនឹងធ្លាក់ទៅក្នុងសភាពអន់គំរូហើយនឹងការប្រងើយកន្តើយដូចជាអ្នកសង្កេតការម្នាក់ឬក៏ទស្សនិកជនសាមញ្ញម្នាក់អ្នកម្ចាស់ទ្រព្យក៏ដូចជានឹងម្ចាស់ស្រែដែរមិនពេញចិត្តឈរច្រត់ដៃមើលទេគឺគេបំពេញកិច្ចការគេភ្លាមអ្នកត្រូវពង្រីកលក្ខណៈរបស់អ្នកក្នុងឋានៈជាម្ចាស់ទ្រព្យអ្នកត្រូវទៅជាម្ចាស់ស្រែមិនមែនជាកម្មករកសិកម្មទេបើដូច្នេះអ្នកនឹងផ្ដល់ឧទាហរណ៍ដល់ជនឯទៀតហើយអ្នកអាចនឹងបន្តកិច្ចការរបស់អ្នកយ៉ាងសកម្មអ្នកត្រូវរក្សាក្នុងវិញ្ញាណរបស់អ្នកថាមានតែម្ចាស់ស្រែមានតែអ្នកជាម្ចាស់ទេដែលអាចធ្វើកិច្ចការរបស់អ្នកហើយអ្នកជាមនុស្សចាំបាច់ដែលគេជៀសវាងមិនរួចអ្នកមានការរីករាយនៅក្នុងកិច្ចការរបស់អ្នកហើយអ្នកអាចបង្កើតសមត្ថភាពរបស់អ្នកទៀតផងបើអ្នកមិនតាមមាគ៌ានេះទេនោះពុំអាចមានករណីមានការរីករាយនៅក្នុងចិត្តរបស់អ្នកហើយសមត្ថភាពនឹងគង់មិនទៅមុខយើងអាចមើលឃើញថានិស្សិតពូកែឆាតជាងគេមិនត្រឹមតែវឹកវើរៀនភាសាជាថ្មីទេតែគេឆ្លៀតយកពេលទំនេរដើម្បីសិក្សាថែមទៀតពីព្រោះនិស្សិតទាំងនេះសិក្សាគ្មានគេបង្ខំគេមានការរីករាយនៅក្នុងការសិក្សារបស់គេហើយសមត្ថភាពរបស់គេក៏កើនឡើងជាស្វ័យប្រវត្តិតែផ្ទុយទៅវិញនិស្សិតអន់គំរូមិនអង្គុយសិក្សាដោយចិត្តឯងទេគឺត្រូវបង្ខំខ្លួនគេដើម្បីធ្វើកិច្ចការរៀនសូត្រហើយក្នុងចំណោមនិស្សិតរបៀបនេះមាននិស្សិតខ្លះទៀតគ្មានបានរៀនសូត្រអ្វីសោះឡើយពិតហើយគ្មាននិស្សិតណាចូលចិត្តសិក្សាទេបើមានគេបង្ខំឲ្យធ្វើបើមានការបង្ខំនិស្សិតនោះគ្មានការចម្រើនក្នុងការរៀនសូត្ររបស់ខ្លួនឡើយហើយថែមទាំងពុំអាចពង្រីកសមត្ថភាពរបស់ខ្លួនថែមទៀតផងគ្មានអ្នកឯណាអាចជំនួសអ្នកទេពីព្រោះមុខតំណែងនេះជាមុខតំណែងរបស់អ្នកជីវិតរបស់អ្នកពឹងពាក់ទៅលើសេចក្តីសុខទុក្ខដែលអ្នកមានលើខ្លួនអ្នកពីព្រោះយើងពុំអាចប្រគល់ជីវិតរបស់យើងឲ្យទៅជនផ្សេងទៀតឡើយខ្ញុំសង្ឃឹមថាយើងពុំមានការឆោតល្ងង់រហូតសម្លាប់ខ្លួនដោយខ្ទប់ដង្ហើមវិចារណញ្ញាណរបស់យើងអំពីកម្មសិទ្ធិឲ្យស្លាប់ឡើយហើយបណ្ដោយឲ្យខ្លួនយើងคล้ายទៅជាកម្មករកសិកម្មវិញយើងត្រូវទៅជាចវាយនៃពួកអ្នកជាម្ចាស់យើងជាម្ចាស់ខ្លួនរបស់យើងហើយរស់តាមរបៀបនេះរហូតទៅជំពូកទី37តើអ្នកណាទៅដាស់អរិយអ្នកតាកំពុងនិន្ទ្រាប្រហែលជាអ្នកបានឮរឿងនិទានមួយអំពីមាគ៌ាម្នាក់មានសុខភាពមិនមាំទាំបានលើករថយន្តមួយតែម្នាក់ឯងពីព្រោះកូនរបស់គាត់ជាប់នៅខាងក្រោមរថយន្តនោះនេះជាឧទាហរណ៍យ៉ាងជាក់ស្ដែងនៃឥទ្ធិពលយ៉ាងធំសម្បើមដែលស្ថិតនៅក្នុងខ្លួនយើងហើយមិនបង្ហាញលក្ខណៈមកខាងក្រៅមនុស្សលោកមានសមត្ថភាពចម្លែកអស្ចារ្យដែលកប់ក្នុងខ្លួនប្រាណយើងហើយដែលយើងមិនចាប់អារម្មណ៍ជនណាដែលបានប្រទះឃើញសក្តានុពលនេះក៏បានទទួលជោគជ័យចំណែកឯជនផ្សេងទៀតដែលមិនបានចាប់អារម្មណ៍ក្នុងបញ្ហានេះក៏មានជីវភាពយ៉ាងសាមញ្ញសេចក្តីរាយការណ៍ខ្លះបានគាំទ្រថាយើងបានប្រើតែ 15% នៃថាមពលពិតប្រាកដរបស់យើងបើសិនជាយើងបានប្រើ 20% នៃថាមពលរបស់យើងនោះប្រហែលជាយើងคล้ายទៅជាមនុស្សមានទេពកោសល្យហើយបើប្រើទៅដល់ 30% យើងមុខទៅជាវីរបុរសដូច្នេះហើយគឺជាការមិនខុសទេហេតុដែលនិយាយថាជនណាដែលមានទេពកោសល្យឬជាវីរបុរស
ជនទាំងនេះបានចេះបង្កើតសមត្ថភាពដែលស្ថិតកប់នៅក្នុងខ្លួនជាជនសាមញ្ញធម្មតាលោក Edison បានធ្វើការពិសោធន៍នីមួយៗចំនួន2ដងឬក៏ជួនកាលទៀតចំនួន2ដងទៀតផងមុននឹងរកឃើញវត្ថុអ្វីមួយគាត់បានក្លាយទៅជាជនមានទេពកោសល្យម្នាក់ដោយគាត់បានពង្រីកគ្មានឈប់ឈរនៅធម៌ពលរបស់គាត់ហើយដាស់អរិយអ្នកតាដែលនិន្ទ្រានៅក្នុងខ្លួនគាត់ឲ្យភ្ញាក់ឡើងអ្នកត្រូវពង្រីកសមត្ថភាពប្រឌិតរបស់អ្នកទស្សនវិទូបារាំងម្នាក់ឈ្មោះ Henri Bergson បាននិយាយថ្ងៃមួយនោះថាការជឿនលឿនជាធម្មជាតិពិតប្រាកដនៃជីវិតអ្វីដែលមានជីវិតត្រូវតែមានការជឿនលឿនយ៉ាងសកម្មនេះហើយដែលគេហៅថាគោលការណ៍នៃជីវិតដូច្នេះហើយអ្នកត្រូវខ្លំមើលជានិច្ចការជឿនលឿនរបស់អ្នកហើយអ្នកត្រូវធ្វើការវឹកវើដើម្បីឲ្យខ្លួនអ្នករឹតរឹងតែប៉ិនប្រសប់រឹតតែឆ្លាតវៃរឹតតែប្រសើរលើគេអ្នកត្រូវមានការសន្តោសចំពោះជនដទៃតែមានការតឹងតែងចំពោះខ្លួនអ្នកហើយអ្នកប្រុងប្រយ័ត្នកុំឲ្យធ្លាក់ក្នុងអន្ទាក់នៃការសុំទោសដើម្បីលុបលាងកំហុសខ្លួននិងការសមស្របនឹងការសម្របសម្រួលឲ្យបានស្របតាមគំនិតបញ្ញាបើអ្នកគិតថាខ្លួនអ្នកជាមនុស្សគ្មានសេចក្តីក្លាហាននោះអ្នកទាំងពួងក៏យល់ដូចគ្នានឹងអ្នកដែរខ្ញុំមានការសោកស្ដាយជានិច្ចដោយមិនបានសិក្សាច្រើនថែមទៀតនៅសាកលវិទ្យាល័យខ្ញុំមានគម្រោងការនឹងបន្តការសិក្សារបស់ខ្ញុំនៅបរទេសតែក្នុងគ្រានោះកលៈទេសៈបានតម្រូវផ្សេងទៅវិញហើយប្រហែលជាហេតុនេះហើយបានជាខ្ញុំដឹងខ្លួនថាខ្ញុំនៅមានវត្ថុអ្វីមួយខ្វះចន្លោះខ្ញុំរឹតតែដឹងខ្លួនថាខ្ញុំនៅមានអ្វីមួយនៅពេលណាដែលខ្ញុំប្រទះឃើញសមត្ថភាពមិនគ្រប់គ្រាន់របស់ខ្ញុំក្នុងឱកាសដែលខ្ញុំធ្វើដំណើរទៅជុំវិញសកលលោកហើយដែលខ្ញុំជួបប្រទះនឹងជនគ្រប់ប្រភេទឧទាហរណ៍គឺជាបញ្ហាមួយចំពោះអ្នកបើអ្នកមិនស្គាល់ប្រវត្តិសាស្ត្រនិងទំនៀមទម្លាប់នៃប្រទេសណាមួយដែលអ្នកត្រូវទៅជួបអ្នកទទួលខុសត្រូវម្នាក់នៃប្រទេសនោះដើម្បីធ្វើកិច្ចការជំនួញជាមួយគ្នាកាលណាអ្នកធ្វើដំណើរជាញឹកញាប់អ្នកមិនបានដឹងអំពីជំនឿឬក៏ចំណុចសំខាន់នៃបុគ្គលដែលអ្នកត្រូវជួបទេហើយដូច្នេះអ្នកត្រូវប្រុងប្រៀបខ្លួនដើម្បីនឹងឈរទល់មុខនឹងស្ថានភាពគ្រប់យ៉ាងបើមិនដូច្នោះទេអ្នកអាចនឹងជួបប្រទះនឹងបញ្ហាផ្សេងជាមិនខានឧទាហរណ៍អ្នកត្រូវមានសញ្ញាខ្លះអំពីសាសនាអ៊ីស្លាមនិងហិណ្ឌូនិងអំពីប្រវត្តិសាស្ត្រនៃប្រទេសសូដង់និងប្រទេសអាល់ហ្សេរីក្នុងឱកាសការធ្វើដំណើររបស់ខ្ញុំបានដឹងថាការដឹកនាំនៃនាវានៃបណ្ដុំសហគ្រាសឧស្សាហកម្មយ៉ាងធំរបៀបនេះតម្រូវឲ្យមានសមត្ថភាពច្រើនហួសពីការស្មានទុកពីព្រោះបញ្ហាសង្គមកិច្ចការសាសនានិងប្រវត្តិសាស្ត្របានជាជួនកាលខ្ញុំបាននាំសាស្ត្រាចារ្យសាកលវិទ្យាល័យក្នុងការធ្វើដំណើររបស់ខ្ញុំទៅជាមួយគ្នាដើម្បីផ្ដល់ជាព័ត៌មានដល់ខ្ញុំអំពីប្រទេសណាដែលខ្ញុំត្រូវធ្វើទស្សនកិច្ចការជំនុំមុននឹងបំពេញបេសកកម្មនីមួយៗបានពង្រីកការចេះដឹងរបស់ខ្ញុំលើប្រវត្តិសាស្ត្រលើលក្ខណៈសង្គមជាតិលើព្រឹត្តិការណ៍ថ្មីនិងហើយលើភិនភាគផ្សេងទៀតនៃប្រទេសទាំងអស់នោះគឺព័ត៌មានដែលខ្ញុំពុំអាចដឹងដោយរបៀបម្យ៉ាងទៀតពិតមែនហើយនេះហាក់ដូចជាមើលទេសភាពតាមបង្អួចរថភ្លើងមួយដែលកំពុងបើកបរតែទោះជាយ៉ាងណាក៏ដោយជំនួបនេះបានលើកទឹកចិត្តខ្ញុំព្រមទាំងផ្ដល់ថាមពលនិងការចេះដឹងថ្មីថែមទៀតផងមានមនុស្សជាច្រើនបានពោលថាយុវជនក្នុងគ្រាសពថ្ងៃមានការចាប់អារម្មណ៍ជាពន់ពេកទៅលើព្រឹត្តិការណ៍បច្ចុប្បន្នហើយក្នុងចំណោមមនុស្សទាំងអស់នេះក៏មានរូបខ្ញុំម្នាក់ដែរដែលមានការព្រួយបារម្ភចំពោះនិន្នាការយ៉ាងនេះបើសិនជាអ្នកមានសំណាងនឹងបច្ចុប្បន្នអ្នកពុំអាចមានពេលវេលាព្រមទាំងថាមពលដើម្បីពង្រីកសក្តានុពល
បើសិនជាអ្នកមានចំណងនឹងបច្ចុប្បន្នអ្នកពុំអាចមានពេលវេលាព្រមទាំងថាមពលដើម្បីពង្រីកសក្តានុពលរបស់អ្នកទៅអនាគតទេរបៀបរិះគិតត្រូវបានអ្វីសពគ្រប់ទាំងអស់គ្មានបង្អង់ត្រូវបានអ្វីសពគ្រប់ទាំងអស់គ្មានបង្អង់ជាការបំផ្លាញយុវជនឲ្យវិនាសហិនហោចហើយគ្មានផ្ដល់អ្វីបន្តិចសោះឡើយដល់ការរីកចម្រើនចំពោះខ្លួនអ្នកទេព្រមទាំងខ្ទប់ដង្ហើមដល់ថាមពលប្រឌិតរបស់អ្នកទៀតផងមិនតែប៉ុណ្ណោះយុវជនខ្លះបានចំណាយពេលយ៉ាងច្រើនសន្ធឹកដើម្បីមើលបន្ទះរូបគំនូរឬក៏ទូរទស្សន៍មុខជាទីបំផុតទៅលែងចូលចិត្តរិះគិតដោយខ្លួនឯងយុវជនទាំងនេះស្វែងរកការបំពេញចិត្តភ្លាមតែមួយមុខប៉ុណ្ណោះហើយคล้ายទៅជាមនុស្សច្រអូសរងើយគ្មានខ្វល់ព្រួយនិងគ្មានការខិតខំបន្តិចបន្តួចឡើយដើម្បីពង្រីកថាមពលរបស់ខ្លួនការរក្សាទុកស្ថានភាពបច្ចុប្បន្នឲ្យនៅដដែលក៏មានសភាពថយក្រោយដែរនៅពេលដែលអ្នកកំពុងតោងទ្រព្យសម្បត្តិរបស់អ្នកយ៉ាងស្អិតមិនឲ្យរបេះជនផ្សេងទៀតប្រជែងទៅមុនអ្នកហើយមិនជាការបំភ្លើសទេហេតុដែលពោលឡើងថាអ្វីទាំងអស់នឹងចប់សពគ្រប់ចំពោះជនណាម្នាក់ដែលរស់នៅរបៀបនេះពីព្រោះជននេះមានរងចាំអ្វីពីអភិវឌ្ឍភាពអនាគតទេមានតែជនណាដែលបណ្ដោះបណ្ដាលខ្លួនឯងឲ្យខិតខំសិក្សាជានិច្ចជានិរន្តរ៍ទើបមានអភិវឌ្ឍភាពយុវជនត្រូវមើលឆ្ពោះទៅមុខហើយយើងត្រូវការយុវជនទាំងនោះអ្នកត្រូវមានការតឹងតែងចំពោះខ្លួនអ្នកមិនត្រូវគិតថាអ្នកបានទៅដល់គោលដៅរបស់អ្នកហើយអ្នកមិនត្រូវពេញចិត្តនឹងកិច្ចការដែលអ្នកបានធ្វើអ្នកត្រូវតែបន្តដំណើរទៅមុខក្នុងរយៈពេលដែលអ្នកនៅមានជីវិតបើអ្នកនៅស្ងៀមអ្នកនឹងគាំងគ្មានលទ្ធផលហើយការគាំងមិនទៅមុខមានន័យថាថយក្រោយមកវិញត្រូវតែកត់សម្គាល់ថាជនទាំងឡាយណាដែលមានទេពកោសល្យឬក៏ជាវីរៈបុរសជនទាំងនោះបានពង្រីកថាមពលដែលគេមាននៅក្នុងខ្លួនគេដូចយើងម្នាក់ដែរហេតុដូច្នេះហើយអ្នកត្រូវបញ្ច្រាស់យ៉ាងអតិបរមាអ្នកត្រូវវិញយ៉ាងអតិបរមាលើថាមពលរបស់អ្នកដើម្បីឲ្យអ្នកមានទេពកោសល្យឬคล้ายទៅជាវីរបុរសម្នាក់ជួនអ្នកចាំថាអ្នកអាចដាស់អរិយអ្នកតាដែលនិន្ទ្រានៅក្នុងខ្លួនអ្នកឲ្យភ្ញាក់ឡើងតាមតែចិត្តរបស់អ្នកតែអ្នកចាំអ្វីទៀតអ្នកត្រូវធ្វើវាឡើងភ្លាមហើយរត់សម្រុកទៅមុខអវសានបទធ្វើឲ្យធម៌ពលរបស់អ្នកមានការសម្រេចយុវភាពមិនមែនគ្រាន់តែជាសញ្ញាសម្គាល់នៃការឆ្លងកាត់ពីកុមារភាពទៅមជ្ឈិមវ័យប៉ុណ្ណឹងទេហើយដូច្នេះអ្នកមិនត្រូវចាត់ទុកពេលវេលាសម្រាប់នៅក្នុងចន្លោះស្ថានីយ៍ទី2ឡើយមិនជាការបំភ្លើសទេការដែលពោលឡើងថាយុវជនជាគ្រាមួយនៅក្នុងជីវិតរបស់អ្នកដែលមានឥទ្ធិពលទៅលើគុណភាពនិងលើទិសនៃជីវភាពរបស់អ្នករហូតដល់ទីអវសានធម៌ពលនាំយកមកជាមួយនៅផលល្អនិងផលអាក្រក់ការហាក់អាងនិងការបដិសេធសេចក្តីអស់សង្ឃឹមសេចក្តីសង្ឃឹមនិងសេចក្តីអស់សង្ឃឹមពីព្រោះការអះអាងនិងការបដិសេធសេចក្តីសង្ឃឹមនិងអស់សង្ឃឹមពីព្រោះអ្នកនៅមានចរិយាទន់ជ្រាយរបៀបដែលអ្នកប្រព្រឹត្តក្នុងគ្រាដែលអ្នកនៅមានវ័យក្មេងអាចជះឥទ្ធិពលទៅលើរបៀបដែលអ្នកនឹងរស់នៅទៅអនាគតហើយដូច្នេះហើយបានជាយើងមានការចាប់អារម្មណ៍ទៅលើបញ្ហាយុវជនពីព្រោះតែខ្ញុំមានវ័យច្រើនជាងអ្នកពីព្រោះខ្ញុំជាសហគ្រិនដែលគិតប្រយោជន៍យុវជនដែលនឹងទទួលខុសត្រូវចំពោះអនាគតប្រទេសជាតិខ្ញុំចង់ចែករំលែកការរិះគិតរបស់ខ្ញុំជាមួយនឹងយុវជនដោយសារតែធម៌ពលដែលអ្នកមានត្រូវចេះយល់សុបិនខ្ញុំបានពោលរួចមកហើយថាប្រវត្តិសាស្ត្រជាកម្មសិទ្ធិរបស់ជនដែលចេះយល់សុបិនមានតែប្រទេសណាដែលមានបណ្ដាជនមានការយល់សុបិនទេដែលជន
ដែលខិតខំប្រឹងធ្វើការឲ្យយល់សុបិនរបស់ខ្លួនឲ្យបានសម្រេចហើយបានចែកការយល់សុបិននោះជាមួយនឹងជនដទៃទៀតដែលអាចត្រួតលើប្រវត្តិសាស្ត្រសកលលោកការយល់សុបិនរបស់អ្នកត្រូវមានសភាពបរិសុទ្ធនិងថ្លាឆ្វង់ដូចទឹកជ្រោះការយល់សុបិនត្រូវមានសភាពធំធេងគ្មានមុខតំណែងណាបំរុងទុកសម្រាប់យុវជនណាដែលមានការយល់សុបិនតូចចង្អៀតហើយគិតតែខ្លួនឯងទេអ្នកត្រូវនាំយកពិភពលោកទៅជាមួយអ្នកនៅក្នុងចិត្តអ្នកហើយការយល់សុបិនរបស់អ្នកត្រូវមានទំហំស្មើនឹងពិភពលោកអ្នកទស្សនវិទូម្នាក់បាននិយាយថាយុវជនគ្មានការយល់សុបិនគឺប្រៀបដូចជាអត្តឃាតក្នុងផ្លូវចិត្តសាស្ត្រដូច្នេះហើយអ្នកត្រូវមានការយល់សុបិនអ្នកត្រូវមានការយល់សុបិនបរិសុទ្ធភ្លឺត្រចះត្រចង់ហើយពេញទៅដោយគោលបំណងរិះគិតក្នុងគោលបំណងប្រឌិតប្រវត្តិសាស្ត្របានត្រូវសរសេរឡើងដោយជនមានការរិះគិតនិងជនដែលមានសមត្ថភាពប្រឌិតសង្គមជាតិមួយដែលចូលចិត្តនឹងសមត្ថភាពប្រឌិតនិងសមត្ថភាពដែលមានបរាជ័យទេអ្នកមានសមត្ថភាពធ្វើការរិះគិតដោយវិជ្ជមានហើយដូច្នេះទៅអ្នកត្រូវតែចូលអន្តរាគមន៍ជានិច្ចនៅក្នុងគ្រប់សកម្មភាពតាមលក្ខណៈវិជ្ជមានបើធ្វើយ៉ាងនេះទៅអ្នកផ្ដល់ឧទាហរណ៍ដល់ជនឯទៀតអ្នកមិនត្រូវគិតក្នុងន័យសន្តោសប្រណីចំពោះការសប្បាយការត្រេកត្រអាលនិងការខ្ជិលច្រអូសទេអ្នកត្រូវតែប្រុងប្រៀបខ្លួនជានិច្ចដើម្បីដឹកនាំពិភពលោកហើយភ្នែកក្មេងរបស់អ្នកត្រូវសម្លឹងមើលឲ្យខ្ពស់ទៅរកអនាគតនិងទៅលើពិភពលោកពីព្រោះចំពោះរូបអ្នកអនាគតនិងពិភពលោកជារឿងតែមួយអ្នកមិនត្រូវស្ថិតនៅក្នុងឋានៈជាទស្សនិកជនទេអ្នកត្រូវមានចំណង់ធ្វើជាមេដឹកនាំហើយមនុស្សជំនាន់មុនត្រូវផ្ដល់ឲ្យអ្នកនៅគ្រប់មធ្យោបាយដើម្បីឲ្យអ្នកសម្រេចគោលបំណងរបស់អ្នកដូច្នេះហើយអ្នកត្រូវរិះគិតក្នុងគោលបំណងប្រឌិតអ្នកត្រូវមានការរិះគិតដោយវិជ្ជមានហើយមានលក្ខណៈប្រឆ្លោះអ្នកត្រូវប្រុងប្រៀបអនាគតមួយយ៉ាងប្រសើរហើយនឹងធ្វើឲ្យខ្លួនអ្នកទៅជាមេដឹកនាំនៃពិភពលោកមួយដ៏ធំការប្រកួតប្រឡងថ្វីដៃប្រវត្តិសាស្ត្រមានដំណើរជឿនលឿនទៅមុខដោយសារមានការប្រកួតប្រឡងថ្វីដៃនិងសេចក្តីក្លាហានជនដែលមានជោគជ័យគឺជាជនដែលហ៊ានចូលប្រកួតប្រឡងថ្វីដៃពីព្រោះអ្នកនៅមានវ័យក្មេងអ្នកមានសេចក្តីទុកចិត្តហើយដោយសារសេចក្តីទុកចិត្តនេះហើយបានជាមានសេចក្តីក្លាហានយុវជនត្រូវធ្វើការផ្សងព្រេងហើយមិនខ្លាចបរាជ័យទេយុវជនណាដែលចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយដោយការបារម្ភជននោះបានបាត់បង់នៅយុវភាពខ្លួនបាត់ទៅហើយអ្នកត្រូវមានការទុកចិត្តចំពោះកិច្ចការដែលបានជាប់សពគ្រប់ជាស្ថាពរអ្នកត្រូវមានការពុះពៀចំពោះកិច្ចការដែលបានជាប់សពគ្រប់ជាស្ថាពរអ្នកត្រូវពង្រីកសមត្ថភាពរបស់អ្នកជានិច្ចហើយអ្នកដើរឡើងលើកំពូលដែលខ្ពស់បំផុតដើម្បីបំពេញចំណង់កម្មសិទ្ធិរបស់អ្នកសេចក្តីទុកចិត្តនិងគំនិតប្រយុទ្ធសេចក្តីក្លាហានការផ្សងព្រេងសមត្ថកម្មធម៌ពលគំនិតត្រួសត្រាយផ្លូវតណ្ហាពាក្យទាំងអស់នេះជាកម្មសិទ្ធិរបស់យុវជនមិនត្រូវការពាក្យដូចជាភាពថោកទាបភាពទន់ខ្សោយការខ្ជិលច្រអូសបរាជ័យការអស់សង្ឃឹមការបាត់បង់សេចក្តីក្លាហានឬក៏ការចោទចាញ់ដូច្នេះហើយអ្នកត្រូវប្រកួតប្រឡងថ្វីដៃរបស់អ្នកហើយអ្នកត្រូវធ្វើការឡើងដោយក្លាហានអ្នកមិនត្រូវខ្លាចបរាជ័យហើយអ្នកត្រូវប្រឈមមុខនឹងបញ្ហាជីវិតយ៉ាងអស់សមត្ថភាពរបស់អ្នកពលិកម្មប្រវត្តិសាស្ត្រស្រេកឃ្លានពលិកម្មមនុស្សជំនាន់នីមួយៗត្រូវធ្វើពលិកម្មដើម្បីឲ្យមនុស្សនៃជំនាន់បន្ទាប់មកមានវិបុលភាពពីព្រោះអ្នកនៅមានវ័យក្មេងអ្នកត្រូវទៅស្គាល់នៃបេសកកម្មដើម្បីប្រយោជន៍ដល់សង្គមជាតិ
ប្រសិនបើអ្នកមិនស្គាល់នៃបេសកកម្មចំពោះសង្គមជាតិប្រទេសជាតិនិងមនុស្សជំនាន់បន្តមកទេអ្នកពុំអាចស្ថិតនៅក្នុងយុវភាពបានយូរអង្វែងឡើយរឿងនេះរឹតតែពិបាកទៅទៀតរឹតតែពិតប្រាកដណាស់ទៅទៀតចំពោះយុវជនកូរ៉េជំនាន់បច្ចុប្បន្ននេះយើងនឹងទៅជាប្រទេសជឿនលឿនមួយនឹងព្រោះមនុស្សជំនាន់ខ្ញុំបានស្គាល់នៃបេសកកម្មនិងគំនិតពលិកម្មដែលបានដឹកនាំប្រទេសជាតិមកទល់នឹងមាត់ទ្វារនេះពីពេលនេះទៅអ្នកមានករណីជួយប្រទេសជាតិឲ្យឆ្លងផុតពីមាត់ទ្វារនេះតែបើអ្នកមិនស្គាល់នៃបេសកកម្មនិងពលិកម្មនេះទេអ្នកនឹងអង្គុយនៅមាត់ទ្វារនេះហើយអ្នកពុំអាចបើកទ្វារនេះឡើយគឺជាអាកប្បកិរិយាដែលគេមិនចង់ឃើញឡើយដូច្នេះហើយអ្នកត្រូវចាត់ទុកនៃបេសកកម្មនិងពលិកម្មជាគោលការណ៍របស់អ្នកដើម្បីជួយមនុស្សជំនាន់ក្រោយឲ្យជួបនឹងវិបុលភាពចូលអ្នកមានសប្បុរសធម៌ចំពោះអ្នកដទៃមនុស្សទាំងអស់កើតឡើងដើម្បីរស់នៅជាមួយគ្នាគឺមិនមែនរស់នៅដាច់ស្រយាលតែឯងឡើយការរិះគិតថាខ្លួនឯងជាកំពូលលោកជាគំនិតអាក្រក់ហើយដូច្នេះហើយអ្នកមិនត្រូវមានជំងឺឆ្លងដោយការគិតតែខ្លួនអ្នកហើយនឹងការលមោបលោភលន់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនឡើយអ្នកត្រូវគិតជាពិសេសដល់សហគមន៍មុននឹងគិតដល់ខ្លួនអ្នកហើយអ្នកត្រូវតម្កល់ទុកផលប្រយោជន៍រួមមុននឹងគិតផលប្រយោជន៍ផ្ទាល់ខ្លួនយុវជនស្គាល់តម្លៃនៃការទុកចិត្តនិងភាពពិតប្រាកដក្នុងចិត្តយុវជនមានការចាប់អារម្មណ៍ទៅលើសម្ផស្សនៃសហប្រតិបត្តិការនិងសេចក្តីស្នេហាយុវជនមានគោលការណ៍សហត្ថភាពនិងវិបុលភាពឲ្យបានគង់វង្សល្អយុវជនយកចិត្តទុកដាក់ចំពោះជីវិតរស់នៅជាមួយជាជាងមានការទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់ខ្លួនយុវជនមិនមែនជាមនុស្សដកខ្លួនថយចេញពីសង្គមជនហើយបណ្ដោយខ្លួនទៅនៅក្នុងការរវើរវាយទេពីព្រោះទីកន្លែងដាច់ស្រយាលមិនមែនជាទីកន្លែងសម្រាប់យុវជនឡើយវាលធំចន្លោះធំធេងជាកម្មសិទ្ធិរបស់យុវជនទាំងអស់ដែលកាន់ដៃគ្នាក្រោកឈរឡើងកាលណាមានលក្ខណៈមិនបរិសុទ្ធនៃគំនិតអាត្មានិយមคล้ายទៅជាការត្រេះរិះคล้ายទៅជាការរិះគិតរួមអ្នកមិនត្រូវបណ្ដោយខ្លួនឲ្យធ្លាក់ទៅក្នុងអន្ទាក់នៃការចូលចិត្តនិយាយតែខ្លួនឯងនិងការលមោបលោភលន់អ្នកត្រូវដើរទាំងអស់គ្នាឆ្ពោះទៅរកអនាគតដោយភក្តីភាពនិងសេចក្តីស្នេហាត្រូវតែស្មោះត្រង់ចំពោះខ្លួនអ្នកទោះបីការខិតខំខ្នះខ្នែងដោយមនុស្សចំនួនខ្ញុំដើម្បីមានការស្មោះត្រង់ចំពោះខ្លួនឯងមានគំនិតយ៉ាងណាក៏ដោយកិច្ចការទាំងអស់នេះមិនមែនជាការងាយស្រួលទេពីព្រោះតែមានកាតព្វកិច្ចដែលយើងត្រូវមានចំពោះគ្រួសារយើងនិងមុខរបរវិជ្ជាជីវៈរបស់យើងនៅក្នុងចំនួននោះស្ថានភាពបានតម្រូវឲ្យយើងប្រព្រឹត្តឬក៏ពោលរឿងហេតុផ្សេងដែលយើងគ្មានចេតនានឹងធ្វើឬក៏និយាយប៉ុន្តែចំពោះអ្នកវិញអ្នកត្រូវជួបប្រទះនឹងបញ្ហាដូចនេះអ្នកពុំត្រូវជួបនឹងបញ្ហាដូចនេះទេហើយដូច្នេះហើយអ្នកត្រូវធ្វើយ៉ាងណាដើម្បីកុំឲ្យគេបំក្រាបអ្នកឲ្យខ្លោចខ្លាចឬធ្វើឲ្យអ្នកធ្លាក់ទៅក្នុងអន្ទាក់របស់គេអ្នកត្រូវចាត់ទុកថាការស្វែងរកគោលដៅដែលអ្នកចង់បានជាមធ្យោបាយតែមួយគត់ដែលអ្នកអាចមានការស្មោះត្រង់ចំពោះខ្លួនអ្នកត្រូវចេះដាក់ខ្លួនការជឿនលឿននិងអភិវឌ្ឍភាពកើតចេញមកពីការរៀនប្រកបការងារការជឿនលឿនត្រូវឈប់ភ្លាមក្នុងនាទីដែលអ្នកគិតថាខ្លួនអ្នកមានសារៈសំខាន់ហើយចាត់ទុកខ្លួនអ្នកជាអ្នកមានការចេះដឹងអាកប្បកិរិយារបៀបនេះនឹងធ្វើឲ្យអភិវឌ្ឍនភាពនិងការជឿនលឿនទាំងមិនដំណើរការជឿនលឿននិងអភិវឌ្ឍភាពផុសចេញពី
ពីភាពរៀបសារនិងការខំខ្នះខ្នែងរបស់អ្នកក្នុងការរៀនសូត្រយកចំណេះដឹងចំណេះវិជ្ជាយ៉ាងច្រើនបំផុតនៅពេលបន្តិចម្ដងដែលឆ្អឹងរបស់អ្នកមានភាពរឹងប៉ឹងអ្នកត្រូវអោនសេរសាហើយមានរឿងហេតុជាច្រើនណាស់ដែលយើងចង់ដឹងអំពីដំណក់ញើសដែលហូរស្រក់លើថ្ងាសនៃកសិករអំពីដំណក់ប្រេងដែលជាប់នៅលើខ្លួននៃកម្មករអំពីចំហាយសម្ផស្សនៃមាតាម្នាក់ដែលកំពុងតែចម្អិនម្ហូបអាហារពេលព្រឹកក្នុងភាពងងឹតព្រៀងមុនព្រះអរុណរះអ្នកត្រូវតែបើកភ្នែកនិងត្រចៀករបស់អ្នកដើម្បីទទួលសញ្ញានិងសំឡេងទូរស័ព្ទជុំវិញអ្នកត្រូវមានសភាពរាបសារហើយធ្វើកិច្ចការរបស់អ្នកបាទអត្ថបទដែលលោកគឹមវូឆុងបានសរសេរទុកសម្រាប់មនុស្សជំនាន់ក្រោយសៀវភៅនេះពិតជាមានអត្ថន័យល្អមែនទែនដែលដាស់រំលឹកយុវជនយើងឲ្យមានការរិះគិតនិងធ្វើកិច្ចការដែលយើងនៅមានវ័យក្មេងត្រូវខិតខំធ្វើកិច្ចការដែលល្អហើយចាំបាច់ដល់សង្គមជាតិអញ្ចឹងយើងសូមបញ្ចប់នៅអត្ថបទនេះត្រឹមតែប៉ុណ្ណេះហើយក៏សូមអរគុណចំពោះការតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់របស់បងប្អូនទាំងអស់គ្នាហើយបើមានការខុសឆ្គងនៅក្នុងការប្រែសម្រាយត្រង់កន្លែងណាមួយដែលវាមិនសមរម្យឬក៏ដោយអចេតនាសូមអភ័យទោសបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណសូមជម្រាបលា